នៅក្នុងរាត្រីនេះវាគ្មិនដែលមកចូលរួមនៅក្នុងកម្មវិធី Idea Talk របស់យើងរួមមានលោកគឹមវុធីបាទលោកគឺជាប្រធានសមាគមខ្មែរប្រចាំរដ្ឋ South Carolina និងលោក Randy Mood ប្រធានសមាគមធនធានអង្គរប្រចាំរដ្ឋ Georgia បាទលោកទាំងពីររូបនឹងចូលរួមពិភាក្សាទៅលើប្រធានបទស្ដីអំពីទស្សនៈពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកចំពោះសិទ្ធិសញ្ញាសន្តិភាពរវាងកម្ពុជានិងថៃបាទនៅក្នុងកម្មវិធីនេះប្រសិនបើលោកអ្នកនាងមានសំណួរឬយោបល់បាទសូមសរសេរនៅក្នុងប្រអប់បញ្ចេញមតិរបស់យើងតាមអាសយដ្ឋាន www.facebook.com/withoutfearorfavorkh បាទនៅពេលនេះយើងបានភ្ជាប់លោកគឹមវុធីហើយនិងលោក Ready Mood ហើយបាទសូមជម្រាបសួរលោកទាំងពីររូបបាទពីចម្ងាយបាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទលោកគឹមវុធីសូមតម្លាក់ screen laptop ចុះក្រោមបន្តិចបាទដើម្បីឲ្យឃើញរូបពេញបាទអូខេបាទបើមិនចឹងទេមិនឃើញរូបពេញហើយក៏មិនសង្ហាជាងលោក Randy ដែរបាទដូច្នេះត្រូវតែទម្លាក់ឲ្យ screen នឹងឲ្យស្មើគ្នាបាទលោកបាទលោកទាំងពីររូបដឹងស្រាប់ហើយលោក Randy Mood គឺជាប្រធានសមាគមធនធានអង្គរប្រចាំរដ្ឋ Georgia ហើយនេះគឺជាលើកទី1ហើយដែលលោកបានចូលរួមនៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន Cambodia Daily ហើយយើងនឹងមានកម្មវិធីជាមួយគ្នាបន្តទៅថ្ងៃមុខបន្តទៀតបាទលោកទាំងពីររូបកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃក្រោមអធិបតីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលលេចចេញជារូបរាងកាលពីថ្ងៃទី26ខែតុលាមានការសាទរផងនិងមានការរិះគន់ផងដែរការសាទរនោះគឺចេញពីខាងរដ្ឋាភិបាលនិងពលរដ្ឋដែលគ្រប់គ្រងបកកណ្ដាលអំណាចគណៈការរិះគន់នេះគឺចេញពីក្រមប្រឆាំងមួយចំនួនគណៈក្រមអ្នកឯករាជ្យខ្លះដូចជាក្រមអ្នកវិភាគជាដើមនៅតែមានមន្ទិលសង្ស័យទៅលើកិច្ចព្រមព្រៀងនេះដោយពួកគេមិនដឹងថាតើកិច្ចព្រមព្រៀងនេះអាចផ្ដល់យុត្តិធម៌កម្រិតណាសម្រាប់កម្ពុជាឬក៏ផ្ដល់យុត្តិធម៌សម្រាប់កម្ពុជាពេញលេញដែរឬក៏អត់នោះដូច្នេះសំណួរទី1របស់ខ្ញុំទៅកាន់លោកគឹមវុធីមុនគេបាទថាតើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលមានអាមេរិកធ្វើជាសាក្សីនិងជាអធិបតីអាចធានាបានថាថៃនឹងឈប់ឈ្លានពានកម្ពុជាដែរទេហើយអាចជំរុញឲ្យថៃប្រគល់ទឹកដីដែលពួកគេបានឈ្លានពានយកមកឲ្យកម្ពុជាវិញដែរឬទេបាទលោកគឹមវុធីសូមជឿសូមអរគុណដែលសំណួរដែលសួរសំណួរនេះជាសំណួរមួយដ៏សំខាន់ជាបឋមខ្ញុំសូមគោរពដល់បាត់គុណប្រតនត្រ័យនិងប្រសង់គ្រប់ព្រះអង្គនៃបងប្អូនរួមជាតិទាំងអស់ជុំវិញពិភពលោកជាពិសេសគឺបងប្អូនរស់នៅកម្ពុជាក៏ដូចនៅកម្ពុជាក្រមដែរសំណួរដែលលោកតាំងសារដាថាតើមានផលប្រយោជន៍អ្វីចំពោះដែលការស្ញេសន្តិភាពកន្លងផុតទៅចំពោះរូបខ្ញុំថាអ្នកដែលប្រឆាំងគេថាมันមានអ្វីផ្លាស់ប្ដូរទេហើយបើចំពោះរូបខ្ញុំវិញខ្ញុំថាមានការផ្លាស់ប្ដូរហើយរីកចម្រើនហើយនឹងមានអ្វីគ្រប់យ៉ាងដើម្បីប្រជាជនយើងគេចផុតពីសង្គ្រាមទី1បើថាបងប្អូនយើងអ្នកប្រឆាំងគេនិយាយថាអ្វីដែល Donald Trump ចុះទៅសញ្ញាហ្នឹងវាមានផលប្រយោជន៍ថាមានផលប្រយោជន៍យ៉ាងធំទី1យើងដឹងថាសហរដ្ឋអាមេរិកជាប្រទេសមានមហាអំណាចដ៏ធំហើយគេជាអ្នកមានទុនធានដ៏មហាសាលហេតុនេះកម្លាំងនៅលើពិភពលោកឥឡូវបងប្អូនយើងប្រឆាំងថាឥឡូវហ្នឹងយើងPresident Trump ចុះទៅនឹងมันមានផលប្រយោជន៍ទេបងប្អូនទៅនិយាយភាសាហ្នឹងដែលយើងមានការពិចារណាហើយឬនៅពីព្រោះបើយើងសេពគប់ជាមួយអ្នកមានឬមួយចំណាក់មានមហាអំណាចក្នុងពិភពលោកឥឡូវយើងសម្លឹងមើលក្នុងពិភពលោកកន្លង20ឆ្នាំកន្លងផុតទៅអ្នកដែលប្រឆាំងជាមួយសហរដ្ឋអាមេរិកតែងរមែងទទួលការវិនិច្ឆ័យកម្មអ្វីដែលយើងគេចង់និយាយថាយើងនិយាយ flip flop និយាយថាបាត់ដៃខ្នងដៃជាមួយអាមេរិកគឺគេអត់ពេញចិត្តទេហើយយើងទាំងអស់គ្នាយើងយល់ថាអាមេរិកជាអ្នកមានអំណាចនៅលើពិភពផែនដីនេះទាំងអស់យើងត្រូវដឹងថាគេអ្វីធ្វើបានទាំងអស់បើគេមិនពេញចិត្តហើយបើយើងឧទាហរណ៍ថាថៃគេមិនគ្រប់សិទ្ធឈប់បាញ់ប្រទេសអាមេរិកនឹងដាក់ទរណកម្ម 100% ទៅលើប្រទេសថៃហើយថៃមិនអាចទទួលយកបានទេហេតុនេះយើងត្រូវតែយើងបានកិច្ចព្រមព្រៀងសន្យាជាមួយប្រទេសទាំងពីរហ្នឹងហើយប្រទេសខ្មែរយើងក៏ដូចគ្នាយើងត្រូវតែគោរពដែលយើងសញ្ញាថ្ងៃមុននេះយើងត្រូវគោរពសិទ្ធិសេរីភាពដល់ការឈប់បាញ់ឲ្យត្រឹមត្រូវឲ្យដោយកន្លងថរវាងប្រទេសទាំងពីរយើងមិនមែនជាម្នាក់អត់ធ្វើទេទាំងពីរយើងត្រូវធ្វើតែអញ្ចឹងខ្ញុំយល់ថាវាមានផលប្រយោជន៍មិនមែនថាមិនមានទេព្រោះ
បាយពិភពលោកពីប្រទេសនានាបើសិនយើងទៅធ្វើជាសន្និសីទផ្សេងដូចឧទាហរណ៍ថាខាងម៉ាឡេស៊ីខាងអីហ្នឹងគឺជាអ្នកដឹកនាំខាងប្រទេសនានាគេអត់ខ្លាចទេទីមួយគឺប្រទេសថៃហ្នឹងហ្មងគឺគេអត់យកចិត្តទុកដាក់គេអត់គេនៅតែរំលោភឃើញទេបងប្អូនកន្លងផាត់ទុំក្នុងពី3អាទិត្យមុនហ្នឹងបានឃើញហើយវានៅតែអន្តរៀនចូលទៅវាយកម៉ាស៊ីនឈូសដីឈូសអីយកខ្សែលួសទៅដាក់វាអត់ខ្លាចទេប៉ុន្តែលើកនេះយើងមាន president មួយដ៏មានអធិពលយ៉ាងសាហាវគាត់ចង់ធ្វើគឺគាត់ធ្វើហើយយើងសម្លឹងមើលចុះឲ្យលោក Randy បាទលោក Randy ចំណែកលោកវិញលោកមើលឃើញអំពីដំណោះស្រាយសន្តិភាពរវាងកម្ពុជាថៃហ្នឹងកម្រិតណាដែលទៅឲ្យលោកអាចទទួលយកបានទេឬក៏លោកចង់ឃើញអ្វីបន្ថែមទៀតជុំវិញដំណោះស្រាយសន្តិភាពរវាងកម្ពុជាថៃនេះបាទសូមជឿគ្នាម្ដងទៀតបាទសូមថមបើសិនជាខ្ញុំនិយាយខុសឆ្គងយ៉ាងណាសូមអធិស្ឋានពីមុនបាទព្រោះខ្ញុំធំនៅអាមេរិកក្រូចឆ្មាបាទភាសាខ្មែរទីទួចបាទសូមអធិស្ឋានចំពោះខ្ញុំថាមានសេចក្តីសង្ឃឹមខ្លាំងបាទព្រោះមូលហេតុអីដូចយើងទៅរៀនសាលាដូចកុមារទៅរៀនសាលាអញ្ចឹងណាបើសិនតែមាន bully មួយមករករឿងយើងទី1យើងទៅពឹងលើកទៅខាងលោកគ្រូនិង principal បាទដើម្បីឲ្យគាត់ចូលរួមជួយគាត់គ្នានៅអាចចំបុកចំបាត់អាចគ្រោះថ្នាក់បាទអញ្ចឹងអ្វីដែលរដ្ឋាភិបាលខ្មែរធ្វើហ្នឹងបាទ peacefully ដែលថាដោះស្រាយនឹងតាមសន្តិភាពហើយទៅនេះជាដូចថា analogy មួយដែលថាខ្ញុំអាចយកទៅប្រៀបធៀបបាទហើយទៅអ្វីដែលយើងគិតក្នុងនាមជាប្រជាពលរដ្ឋគឺថាយើងគិតពីរឿងវិជ្ជមានសំណួរដែលយើងត្រូវសួរខ្លួនឯងហ្នឹងថាឥឡូវនេះPrime Minister ទាំងសងខាងមកសញ្ញាទៅលោក President Donald Trump ក៏បានចូលរួមជាសាស្ត្រីដែរអញ្ចឹងសំណួរត្រូវសួរថាចាប់ពីថ្ងៃនេះយើងធ្វើអីទៀតយើងគិតពីអនាគតមកដូចក្រោយខ្នងខ្ញុំអញ្ចឹងមិនសូវមិញភ្លៀងល្ងិតមេឃបាទឥឡូវនេះភ្លៀងហូរហើយឥឡូវចេញពន្លឺថ្ងៃហើយអញ្ចឹងយើងត្រូវគិតពីអនាគតទៅដូចថាឥឡូវនេះយើងតាមតមុខទៀតយើងត្រូវមានសេចក្តីសង្ឃឹមបើសិនយើងអត់មានសេចក្តីសង្ឃឹមទេយើងពិបាកយើងនឹងកើតគេហៅរោគ depression វិស័យប្រសាទបាទអញ្ចឹងដល់យើងមានសេចក្តីសង្ឃឹមយើងនឹងស្រឡឹងមើលទៅអនាគតទៀតបាទហើយទៅចំពោះខ្ញុំថាអនាគតភ្លឺមានរស្មីមានសូរិយាបាទល្អណាស់ចំពោះកម្ពុជានិងសហរដ្ឋអាមេរិកក្នុងនាមជា Cambodian American ខ្ញុំក៏ត្រេកអរដែរថា bias ថា President របស់យើងខ្ញុំបានចោះទៅចូលរួមនឹងកម្មវិធី peace signing មកជាវត្តសាស្ត្ររបស់ខ្មែរយើងអញ្ចឹងចំពោះខ្ញុំតាមមើលទៀតបាទតាមមើលទៀតចាំមើលសិនទៅថាធម្មតាដូចយើងមើលកុនភាគអញ្ចឹងដល់យើងមើលតភាគទី1ភាគទី2ទៀតបាទលោក Randy Mott អ្វីទៅដែលលោកចង់ឃើញអំពីការអនុវត្តបន្ថែមទៅលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះតើលោកចង់ឃើញអ្វីជាដុំកំភួនបាទជាព័ត៌មានដូចថាខាងអ្នក inspector ដូចថាខាងអាស៊ានទៅ inspect បាទដើម្បីផ្ដល់ព័ត៌មានមកពីរបាយការណ៍មើលថាអ្វីដែលក្នុងកិច្ចសន្យាហ្នឹងបានអនុវត្តដល់កម្រិតណាហើយទៅលបឿនការអនុវត្តនឹងយ៉ាងណាដែរនេះអ្វីដែលខ្ញុំចង់ឃើញណាបាទទី2ចង់ឲ្យបងប្អូនខ្មែរយើងបាទនៅក្នុងស្រុកខ្មែរនិងក្រៅស្រុកក្តីបាទfocus ពីរឿង economic development ព្រោះឥឡូវនេះតាមខ្ញុំដឹងដូចថាមានលក្ខខណ្ឌល្អពិសេសណាស់ដូចថានឹងបានប្រយោជន៍មកដល់បងប្អូនខ្មែរយើងបាទអញ្ចឹងដូចជាដូចថា zero tariff ហ្នឹងដូចថាខ្ញុំមិនទាន់ច្បាស់ថាស្អីខ្លះនៅក្នុងចំណុចហ្នឹងទេប៉ុន្តែនេះជាអ្វីដែលយើងគួរនាំគ្នាស្រាវជ្រាវដើម្បីដូចថាជួយប្រទេសជាតិគឺថា Cambodian first បាទអញ្ចឹងអ្វីដែលផលិតនៅស្រុកខ្មែរផលិតដល់បងប្អូនខ្មែរយើងចូលរួមដើម្បីគ្រប់គ្រងផលិតផលនិងសេវារបស់បងប្អូនខ្មែរយើងហើយតើអ្វីដែលខ្ញុំចង់ឃើញមកឆាប់ឲ្យដូចថាការសញ្ញេ
នៅក្នុង piece agreement ហ្នឹងអនុវត្តដើម្បីឲ្យយើងនឹងដូចថាបត់ឆាបទៅមុខទៀតបាទហើយទៅអ្វីចង់ឃើញហ្នឹងដូចថាខាងថៃហ្នឹងដូចថាការពិសេសចាក់កុំឲ្យស្ដោះឲ្យលេបទៅវិញបាទនេះអ្វីចង់ឃើញហើយទៅចង់ឃើញដូចថាឲ្យបានលឿនបើសិនអាចបាទដូចខ្ញុំជម្រាបចឹងដូចថាខ្ញុំជារះសាមញ្ញទេប៉ុន្តែគ្មានអំណាចអីនៅក្នុងដោះស្រាយបញ្ហាពិភពលោកទេប៉ុន្តែអ្វីដែលចង់ឃើញឲ្យបានរឹតតែឆាប់ទៅល្អដូចថាអង់គ្លេស after the storm the sun will shine ចឹងអាហ្នឹងអ្វីដែលខ្ញុំនឹងចាំតាមដានមើលតទៅទៀតបាទអរគុណច្រើនលោក Randy Mott ប៉ុន្តែលោកកាលពីអំឡុងពេលដែលមានសង្គ្រាមកំពុងតែមានភាពតានតឹងខ្ញុំបានឃើញវីដេអូមួយដែលលោកបានយកញត្តិទៅដាក់ឲ្យតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកដែលជាតំណាងរាស្ត្រសហព័ន្ធនៃរដ្ឋ Georgia ជារដ្ឋរបស់លោកដែលលោកកំពុងរស់នៅហើយគឺតំណាងរាស្ត្រ Richard McCormick មិនចឹងណាបាទតើរហូតមកទល់ពេលនេះក្រុមរបស់លោកបានធ្វើការក្នុងការ follow up ទៅលើញត្តិដែលលោកបានដាក់នឹងបែបណាដែរទេហើយមានការឆ្លើយតបកម្រិតណាទៅពីខាងតំណាងរាស្ត្រហ្នឹងបាទអរគុណមកសំណួរនេះពិសេសបាទនេះជាដោយសារខាងក្រុមបងវិធីទេបាទគាត់ចេញមុខមកជាមួយ Michael ទៅធ្វើឲ្យខ្ញុំនឹងមានចិត្តភើបមានដូចថាចាក់ដល់បេះដូងដើម្បីដូចថាដាស់អារម្មណ៍ដាស់ដូចថាហ្សៀនខាងក្នុងដើម្បីឲ្យចេញមុខដើម្បីចូលរួមជួយជួយចៅរបស់ទៅចង់និយាយថាចង់ឃើញសន្តិភាពនៅស្រុកខ្មែរបាទអញ្ចឹងខ្ញុំបានយកខ្លឹមសាររបស់លោកវិធីបាទយកជាញត្តិបាទព្រោះអ្វីដែលគាត់ធ្វើគាត់ដាក់ online ដើម្បីឲ្យបងប្អូនដូចថា instruct គាត់ឲ្យ call ឬទៅ say ប៉ុន្តែខ្ញុំបោះទុំជាហ៊ានទៅមុខទៀតដូចថាពេលហ្នឹងជាពេលប្រជុំខ្ញុំដឹងថាអូខេបងប្អូនខ្មែរយើងនឹងកោះកវត្តអារាមអញ្ចឹងបានខ្ញុំស្នើសុំដូចថាអ្នកស្ម័គ្រចិត្តនឹងក្រុមការងារយើងចោះទៅគ្រប់វត្តដើម្បីដូចថាប្រមូលញត្តិឲ្យបានច្រើនបាទបងប្អូនខ្មែរនឹងចូលចាគោលដៅគឺចង់បាន 1000 សន្លឹកប៉ុន្តែចុងក្រោយបំផុតបាន600បាទអញ្ចឹង600ញត្តិហ្នឹងយើងបានគប់ពីជា3ច្បាប់ដូចថានៅទៅកៅខ្ញុំចោះទៅ DC ថ្ងៃទី3បាទខែតុលានេះបានទៅជែកជាមួយតំណាងរាស្ត្រ3នាក់បាននៅ Georgia ហ្នឹងបាទទី1 Congressman David Scott ទី2 Rick Allen ហើយទៅសខាន់ជាងគេ Richard McCormick អញ្ចឹងបានប្រជុំជាមួយដូចថា senior staff របស់គាត់បានដោះស្រាយទៅគាត់បានយល់ពីបញ្ហានឹងច្រើនដែរបាទប៉ុន្តែគាត់ធ្វើថាបានបងប្អូនខ្មែរយើងនៅចូលជាពិសេសនៅ district បាទថាមានការកង្វល់មានវិបត្តិនេះដើម្បីឲ្យគាត់នឹងចូលរួមជួយដោះស្រាយហើយទៅគាត់នឹងសន្យាថានឹង keep the communication open ណាបាទនឹងរក្សាការទំនាក់ទំនងគ្នាពិសេសដែលយើងនៅក្នុងចូលចាងទៀតបាទ Richard McCormick គាត់នៅ committee full committee របស់ Foreign Affairs អញ្ចឹងអានឹងជាចំណុចសំខាន់ពិសេសដែលយើងចង់ចាក់ផ្ដោតបាទអញ្ចឹងយើងបានស្នើសុំដែរថាយើងឥឡូវនេះពងនិយាយជាមួយគណៈកម្មការវត្តអារាមនៅចូលចាដើម្បីលើកថ្ងៃណាល្អដើម្បីយើងមានការទំនាក់ទំនងគេហៅ greets and meet ជាមួយតំណាងរាស្ត្រយើងហើយទៅបច្ចុប្បន្ននេះគាត់ថាដោយសារ shutdown government shutdown calendar ដូចអត់សូវមានសកម្មភាពមកទេប៉ុន្តែគាត់ថាចាំមើលថ្ងៃណាដោយថា government resume វិញនឹងគាត់នឹងចេញមកដើម្បី meet and greet បាទនេះជាហ៊ានទី1ថាសង្គមខ្មែរយើងនៅចូលចាដើម្បីឲ្យមានការសហការមានការទំនាក់ទំនងជាមួយតំណាងរាស្ត្របាទខាងសភារបស់ខាងយើងណាបាទអញ្ចឹងប្រហែលជាមើលអនាគតនោះទោះបីតែសន្តិភាពសុខុមាលសន្តិភាពទៅដល់បញ្ការទំនាក់ទំនងនេះជាចាំបាច់ដើម្បីយើងមានសលេងមួយមានវាហៅក្រុមមួយបាទដោយសារដូចថាអនាគតយើងមើលមិនឃើញយើងគិតមិនដូចទេវតាគិតទេអញ្ចឹងបើសិនអនាគតទៅមានបញ្ហាអីយើងអាចពលពីយើងមានដូចថា connection ឬមានការទំនាក់ទំនង relationship ស្រាប់បាទត្រូវហើយបាទល្អណាស់បាទលោក Randy Mott មកទល់នៅពេលនេះតើពលរដ្ឋខ្មែរនៅក្នុងរដ្ឋ Georgia ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃកាលពីថ្ងៃទី26ខែតុលាដែលមានលោក Donald Trump ជាប្រធានាធិបតីនឹងតើពួកគាត់មានការសាទរឬក៏មានការយល់ឃើញបែបណាដែរទៅបាទលោក Randy Mott ទៅលើបញ្ហានេះបាទភាគច្រើននេះជាភ្ញៀវរបស់ជិតមណ្ឌលទុនធានអង្គរលក្ខណៈគាត់មានការត្រេកអរណាស់បាទព្រោះភាគច្រើនភ្ញៀវខ្ញុំនៅក្នុងតំបន់ Atlanta បងប្អូនគាត់
พิจารณาโนแพทบัตบองโนตอนตีมินเจละตอนโนเพลงจุดปรุงตอนขมายไทยนั่นวันจังเอาไว้รัฐบาลเคยนั่งไปหักไปดูท่าเธอบนดอกวัดก็เหมือนสมาร์ทบางคนเลยดูท่าดอกตลาดไปตรงเยอะนะดูท่า បាទ ก็เจตสมัยปรึกรอมเจตมอกองตรวมาสู่ปูรเมียนข้างย่อมมาถึงไม่ต้องไปเอารัฐบาลเล็กในโจรช่วยมาตามสมัติเพียงยืนจังโดยซาบานจองหรือค่าpeace agreement นั้นโต๊ะหักไปดูท่าโยทมอคมมวยมาดูท่าเจงดีตรงเกิดมามีอารมณ์ดูท่า relief relief បាទសូមអរគុណច្រើនឥឡូវនេះខ្ញុំសូមងាកទៅលោកគឹមវិធីម្ដងលោកគឹមវិធីតើកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងថៃនិងកម្ពុជានេះនឹងមានសុពលភាពយូរអង្វែងឬក៏នឹងមានតែត្រឹមអាណត្តិលោកប្រធានាធិបតី Trump នឹងប៉ុណ្ណឹងទេឧទាហរណ៍ថាប្រសិនបើលោក Trump អស់អាណត្តិទៅឡើងប្រធានាធិបតីថ្មីទៅតើសុពលភាពនៃកិច្ចព្រមព្រៀងនេះវានឹងមានប្រសិទ្ធភាពនឹងកម្រិតណាបាទលោកគឹមវិធីតាមទស្សនៈរបស់លោក សូមអរគុណសំណួរហ្នឹងអានោះស្ថិតនៅរដ្ឋាភិបាលយើងលោកតាំងសារដាគឺស្ថិតនៅលើរដ្ឋាភិបាលខ្មែរយើងនឹងយើងចេះធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកមិនមែនថាយើងទាំងអស់គ្នានឹងយើង sign agreement ហើយយើងបានសុខសាន្តទៅពេលចប់តា Trump President Trump យើងមានរឿងទៀតអានោះមិនមែនជាងស្ថិតនៅលើយើងពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសនិងប្រទេសទាំងពីរនឹងឲ្យបានរឹងប៉ឹងដែលអញ្ចឹងទៅអ្វីក៏ដោយគឺស្ថិតនៅលើយើងដឹកនាំអ្វីដែលជាប្រសើរចំពោះជាតិយើងដឹកនាំអ្វីដើម្បីមានផលប្រយោជន៍ជាតិយើងពង្រួមជាតិយើងផ្សព្វផ្សាយជាតិអាហ្នឹងជាប្រពៃដែលយើងត្រូវតែធ្វើដែលអញ្ចឹងស្ថិតនៅលើរដ្ឋាភិបាលទាំងអស់ហ្នឹងគឺសំណួរហ្នឹងបើទាំងសារដាសួរខ្ញុំឆ្លើយថាស្ថិតនៅលើអ្នកដឹកនាំហើយណាមួយយើងក៏កុំភ្លេចថាអ្នកនៅក្រៅប្រទេសដូចជាពួកយើងទាំងអស់គ្នាហ្នឹងខំធ្វើសពថ្ងៃហ្នឹងក៏ជាសម្លេងមួយដ៏សំខាន់ជំរុញឲ្យរដ្ឋាភិបាលអាមេរិកហ្នឹងធ្វើកិច្ចការឲ្យយើងដែរមិនមែនជារដ្ឋាភិបាលខ្មែរម្នាក់ឯងធ្វើបានទេហើយបងប្អូនកុំយល់ច្រឡំកិច្ចការទាំងឡាយដែលយើងធ្វើកន្លងផុតហើយ3ខែកន្លងផុតហើយហ្នឹងមិនមែនជាម្នាក់ឯងធ្វើគឺយើងទាំងអស់គ្នាធ្វើទី1គឺយើងនៅក្រៅប្រទេសបងប្អូនខ្មែរអាមេរិកហើយនៅគ្រប់រដ្ឋទាំងអស់ដែលគេផ្ញើញ៉ាផ្ញើអីទៅខាងប្រសិទ្ធភាពរដ្ឋសភារបស់ខ្លួនហ្នឹងហើយយើងផ្ញើទៅដល់ Donald Trump គាត់ក៏បានទទួលយើងសង្ឃឹមថាគាត់បានទទួលហើយពីព្រោះយើងមានសេរីយៈតាម Michael Farrow ហ្នឹងហើយជាមួយ Gary Frenchie ហ្នឹងយើងមានការចំណាក់ក្នុងរឿងពឹងហើយយើងទាំងអស់គ្នាហ្នឹងធ្វើដើម្បីផលប្រយោជន៍ជាតិហើយគេសម្លឹងមកឃើញពួកយើងហ្នឹងនៅក្រៅប្រទេសហ្នឹងមានការឈឺចាប់ពីប្រទេសថៃឆ្លៀនពៀនហ្នឹងហើយគេក៏យកចិត្តទុកដាក់មកជួយយើងមិនមែនជារដ្ឋាភិបាលម្នាក់ឯងសំណុំពរសុំគេមកជួយគេមកទេមិនមែនអញ្ចឹងទេគឺដោយសារតែខ្មែរយើងទាំងអស់គ្នាតូចតាចនៅតាមខេត្តតាមក្រុងតាម state នានាហ្នឹងជួយជុំជ្រែងគ្នាបានជោគជ័យដល់ថ្ងៃនេះពីព្រោះខ្ញុំគ្រាន់តែឲ្យបងប្អូនយើងជ្រាបអញ្ចឹងរឿងកិច្ចការទាំងឡាយដែលយើងធ្វើហ្នឹងគឺមានផលប្រយោជន៍ធំណាស់ហើយអនាគតដែលសំណួរមិញហ្នឹងតើយើងនឹងអាចឈរជើងនឹងជាមួយថៃទេយើងត្រូវតែឈរជើងនឹងសាមគ្គីគ្នាថៃគេមើលងាយមើលថោកយើងគេឲ្យតម្លៃយើងដោយសារតែក្នុងប្រទេសយើងហ្នឹងមិនមានការសាមគ្គីគ្នាយល់ទេមិនមានការសាមគ្គីគ្នាគេមើលឃើញភាពតុនស័យរបស់យើងហើយបានគេមកឆ្លៀនពៀនប្រទេសយើងបើសិនយើងរឹងពឹងបើសិនយើងតំណាក់តំណងជាមួយប្រទេសដែលមហាអំណាចយើងកាន់ជើងយើងជាមិត្តដ៏ល្អនឹងគេធ្វើសេដ្ឋកិច្ចជាមួយយើងដល់ត្រឹមត្រូវហើយយើងគេលក់កំភ្លើងគ្រឿងអាវុធឲ្យយើងដល់ខ្លាំងពូកែគ្មានអ្នកណាហ៊ានទេអារឿងហ្នឹងជារឿងពិតហើយយើងត្រូវតែទទួលស្គាល់យើងត្រូវតែកែប្រែរឿងខាងដឹកនាំផ្លូវនយោបាយនៅស្រុកខ្មែរហ្នឹងឲ្យពិតប្រាកដលោកថាស្រុកបាទលោកថាប្រទេសកម្ពុជាមិនសូវនៅពេលដែលគេពីខាងក្រៅគេមើលឃើញយើងបែកបាក់ហ្នឹងទៅគឺយើងហ្នឹងគេមើលងាយប្រទេសយើងហើយគេងាយនឹងធ្វើការឈ្លានពានគេងាយនឹងធ្វើការរករឿងប្រទេសយើងអញ្ចឹងទៅតែខ្ញុំចង់សួរថាតើចំណុចណាឲ្យពិតប្រាកដដែលលោកគិតថាជាការបែកបាក់សាមគ្គីហ្នឹងបាទបែកបាក់សាមគ្គីបែកបាក់របៀបម៉េចបាទកម្រិតណាបាទយើងមើលបែកបាក់សាមគ្គីសពថ្ងៃយើងមានបកប្រឆាំងយើងមានបកកាន់អំណាចហើយបកទាំងពីរហ្នឹងដែលយើងសម្លឹងមើលទៅសពថ្ងៃនេះដែលបានធ្វើការជាមួយគ្នាក៏អត់គឺ0ហ្មងបាទគឺ0ហ្មងគឺមិនបានធ្វើកិច្ចការជាមួយគ្នាដើម្បីផលប្រយោជន៍ជាតិទេគឺទៅវាយប្រហារគ្នាទៅវិញទៅមកឥឡូវយើងសម្លឹងមើលឃើញទៅមួយចាស់លៀបពណ៌មួយហើយអញ្ចឹងរឿងដែលផលប្រយោជន៍ជាតិហ្នឹងគឺអត់មានហ្មងយើងត្រូវតែសាមគ្គីគ្នាក្នុងនាមថាឥឡូវយើងចង់ធ្វើស្អីជាមួយគ្នាយើងត្រូវបន្ទាបនឹងបន្ទន់អេរិយាបថទាំងពីរសងខាង
មិនមែនថាយើងជាអ្នកកាន់អំណាចយើងដើម្បីយើងមានសិទ្ធិបញ្ជាគេចងទៅចេញចុះអ្វីទៅយើងត្រូវតែបន្តអេរិយាបថទាំងសងខាងហើយគណៈបកប្រឆាំងក៏ដូចគ្នាយើងត្រូវតែបន្តអេរិយាបថនិយាយភាសាល្អដាក់គ្នាគុំហាមអត់ឡើងយើងជេរគេជេរឯងໄວបំបាក់គេលៀបពណ៌គេមិនត្រឹមត្រូវអ្វីដែលគេមិនបានធ្វើផងនិយាយថាមួយបង្កាយគេធ្វើអញ្ចឹងទៅអ្នកណាក៏ខឹងដូចតែគ្នាហ្នឹងពីព្រោះធម្មតាទេជារឿងតាំងពីអ្នកឆ្លោះប្រកែកគ្នាអ្នកណាក៏ចង់ទៅរកផ្លូវត្រូវដូចតែគ្នាហ្នឹងប៉ុន្តែខ្ញុំសូមសំណូមពរអោយបាក់តាំងពីហ្នឹងខ្មែរដូចគ្នាទេមិនបាច់គំនុំគុំពួនចងកំហឹងដាក់គ្នាទេយើងធំយើងចាក់ទុំអស់ហើយយើងត្រូវតែគ្រប់គ្នាទៅវិញទៅមកដើម្បីរកពិធីណាដោះស្រាយដើម្បីរីកចម្រើនប្រទេសជាតិមិនមែនតែឆ្លោះប្រកែកគ្នាពីចំណន់មួយដល់ចំណន់មួយឥឡូវហ្នឹងវាយូរពេកហើយកូនខ្មែរយើងហ្នឹងចង់រលត់រលាយប្រទេសជាតិហ្នឹងចង់រលត់រលាយអស់ហើយឥឡូវហ្នឹងយើងនឹងឆ្លោះគ្នាដល់ថ្ងៃណាទៀតយើងត្រូវតែសាមគ្គីគ្នាក្នុងភាពដែលយើងរកផលប្រយោជន៍ជាតិជាធំកុំយកបុគ្គលម្នាក់ហ្នឹងជាធំអាហ្នឹងវាមិនយើងទៅមុខអត់រួចទេហេតុនេះខ្ញុំសូមអរគុណខ្ញុំនិយាយប៉ះពាល់ដល់អ្នកណាអាហ្នឹងខ្ញុំមិនមានប៉ះពាល់ទេប៉ុន្តែគ្រាន់តែនិយាយជារឿងពិតដែលខ្ញុំត្រូវនិយាយសូមអរគុណបាទសូមអរគុណច្រើនលោកวุฒิលោក Randy មកលោកដឹងស្រាប់ហើយថានៅក្នុងពេលនេះគឺសហរដ្ឋអាមេរិកកំពុងតែជំរុញឲ្យកម្ពុជានឹងធ្វើវិនិយោគជាមួយអាមេរិកតាមរយៈវិស័យកសិកម្មបាទអាចនាំទៅដល់ដូចជាផលិតផលកសិកម្មមកលក់នៅអាមេរិកអីជាដើមអញ្ចឹងដូច្នេះថាតើនៅពេលនេះកម្ពុជាជាពិសេសបងប្អូនប្រជាកសិករខ្មែរហ្នឹងដែលធ្លាប់តែពឹងផ្អែកទៅលើប្រទេសជិតខាងរបស់ខ្លួនប្រទេសចិនប្រទេសយួនប្រទេសវៀតណាមប្រទេសថៃប្រទេសអីហ្នឹងថាតើមកទល់នៅពេលនេះពួកគាត់គួរចាប់យកឱកាសហ្នឹងកម្រិតណាហើយម្យ៉ាងវិញទៀតពលរដ្ឋខ្មែរដែលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគួរសម្លឹងមើលចក្ខុវិស័យរបៀបម៉េចអំពីដូចថាលទ្ធភាពនៅក្នុងការធ្វើតំណែងតំណងខាងវិស័យកសិកម្មជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសបានចំណុចនេះតើលោកយល់ឃើញបែបណាបាទលោក Randy មកបាទអរគុណច្រើនសំណួរនេះពិសេសបាទចាក់ចំចំណុចខ្ញុំដូចថាចំឡៃលំមាប់ដល់បាទអញ្ចឹងដូចខ្ញុំថាជាងរឿងផ្សេងទៀតខ្ញុំអត់ហ៊ានចេញមតិច្រើនទេព្រោះខ្ញុំស្ទើរខ្ចីបាទប៉ុន្តែចំពោះរឿងវិនិយោគនិងរឿងសេដ្ឋកិច្ចរបស់ខ្មែរនេះខ្ញុំគ្រប់គ្រង 100% បាទអញ្ចឹងសូមពាក្យវិនិយោគបងប្អូនខ្មែរយើងក្នុងស្រុកនិងក្រៅស្រុកបាទកុំទឹកអស់សង្ឃឹមនេះជាឱកាសល្អបាទឱកាសល្អដែលយើងត្រូវដូចថាសាមគ្គីគ្នាក្នុងស្រុកដើម្បីពង្រីកបាទនឹងឲ្យរីកចម្រើនសេដ្ឋកិច្ចក្នុងស្រុកបាទនេះជាឱកាសល្អដូចថាភាគច្រើនប្រាប់តាមត្រង់ដូចថាបងប្អូនមួយចំនួនអ្នករស់ស៊ីនៅជ័រចាគាត់បានមកសហការជាមួយខ្ញុំថាយើងធ្វើម៉េចដើម្បីជួយខ្មែរបាទដើម្បីជួយយកproduct ពីខ្មែរមកសហរដ្ឋអាមេរិកព្រោះឥឡូវនេះមានការដូចថាទូលំទូលាយពីរឿង US market ប្រាប់ផលិតផលរបស់ខ្មែរបាទអាហ្នឹងបើសិនតែយើងព្រោះខែមួយនេះខ្ញុំចោះទៅឲ្យដើម្បីទៅមើលកន្លែង manufacture ទៅមើលកន្លែងរោងចក្រផលិតរបស់ផលិតផលខ្មែរដើម្បីយកមករាយការណ៍មកខាង committee ខ្ញុំវិញបាទព្រោះមានអង្គការមួយទៀតក៏ចង់ចូលរួមជួយដែរដើម្បីបង្កើត Cambodian Business District យើងមាន client ដូចជាមានអីច្រើនណាស់បាទនេះជាដូចថាជា something exciting បាទជាអំពើមែនទែនសង្ឃឹមថាយើងបានជោគជ័យនៅក្នុងវិស័យហ្នឹងទៅដើម្បីជួយបងប្អូនខ្មែរយើងថាធ្វើការក្នុងស្រុកនេះបាទ support គាត់បាទតាមវិធី trade បាទរបស់ការ trade agreement ជាមួយកម្ពុជានិងសហរដ្ឋអាមេរិកអញ្ចឹងច្រើនណាស់បាទអញ្ចឹងសូមបងប្អូនកំពុងទស្សនាកម្មវិធីនេះនិងលោកសាវតាក្តីវិធីក្តីបាទអញ្ចឹងជួយណែនាំផងបាទព្រោះនេះជាអ្វីមួយដែលអាចពង្រឹងធម្មតាទេបើសិនណាស្រុកយើង GDP ឡើងលើរឹងប៉ងពីរឿងសេដ្ឋកិច្ចក៏ប្រទេសជិតខាងក៏ញើសដែរបាទព្រោះយើងមានន័យថាថវិការឹងមាំបាទហើយទៅនេះជាឱកាសចំពោះបងប្អូនខ្មែរដែលកំពុងចាប់ផ្ដើមផលិតមកដូចថាការគ្រប់គ្រងពីរដ្ឋាភិបាលខ្មែរផងហើយការគ្រប់គ្រងពីបងប្អូនដូចថា business private sector ពីសហរដ្ឋអាមេរិកផងដូចថាខ្ញុំមើលទៅដូចថាខ្ញុំចង់ចូលរួមជាដូចថាដូចគ្រូអញ្ចឹងខ្ញុំមកខ្លែកមកចូលរួមខ្ញុំដឹងថាខ្មែរនៅWest Coast ក៏ខ្លាំងប្រកែក៏គេមានធនធានសង្ឃឹមថាយើងចូលរួមនឹងដើម្បីជួយលទ្ធផល made in Cambodia by Cambodia ដើម្បីជួយសេដ្ឋកិច្ចបាទគ្មានអីខ្លាំងជាងសេដ្ឋកិច្ចទេបាទបើសិនប្រទេសជាតិយើងមាន GDP ឡើងហើយយើងបបោហើយ
អ្នកដូចថាប្រទេសជិតខាងមិនធានមើលងាយមើលស្រាលយើងទេឲ្យតែសេដ្ឋកិច្ចយើងរឹងមាំបាទអញ្ចឹងនេះជាឱកាសមួយដែលយើងចង់ពីវេលារបស់បងប្អូនដែលមានចំណេះជំនាញមានទេពកោសល្យខាងរស់ស៊ីបាទឱកាសនេះជាឱកាសកម្ពុជាសូមបងប្អូនចូលរួមដើម្បីជួយពង្រឹងសេដ្ឋកិច្ចរបស់ខ្មែរបាទហើយទៅបែរមកខាងសហរដ្ឋអាមេរិកវិញអ្វីដែលខ្ញុំចង់ពង្រឹងនៅខាងនេះទី1ដូចខ្ញុំបានជម្រាបចឹង business district បាទឆ្នាំក្រោយខ្ញុំនឹងចោះទៅខាងកលីបាទដើម្បីនិយាយពីរឿង trade ឡានផ្សេងទៀតបាទអញ្ចឹងអានេះទី1បានជួយតម្លើងសេដ្ឋកិច្ចខ្មែរផងបានជួយអាជីវភាពរបស់បងប្អូនខ្មែរយើងអាមេរិកផងអញ្ចឹងខ្ញុំនិយាយថា hopeful បាទមានការសង្ឃឹមខ្លាំងណាស់បាទអញ្ចឹងបានថាអ្វីដែលបានកើតឡើងនៅទឹកនេះនៅក្នុងម៉ាឡេស៊ីជានិយាយថាជា new chapter សម្រាប់ខ្មែរយើងបាទសូមអរគុណច្រើនលោក Randy Mood លោក Randy Mood លោកដឹងស្រាប់ហើយថានៅតាមបណ្ដារដ្ឋនានាទីក្រុងតូចក៏ដោយធំក៏ដោយគេសង្កេតឃើញមានភាគច្រើនហាងវៀតណាមលក់ phở យ៉ាងហើយក៏មានហាងវៀតណាមមកទីក្រុងមិនក៏មាន2 3អីចឹងដែរហាងថៃក៏មាន1 2អីចឹងដែរដោយឡែកមិនដែលឃើញមានហាងខ្មែរមួយណាទេហើយបើហាងខ្មែរហ៊ានតែដាក់តែឈ្មោះខ្មែរនឹងគ្មានអ្នកណាចូលដោយសារហេតុអីដោយសារតែអ្នកដែលគាត់បើកហាងហ្នឹងគាត់ថាខ្ញុំធ្លាប់ទៅញ៉ាំបាយមួយឆ្នាំកាលឆ្នាំ2010 1 12 10ចុះ10 11 12ហ្នឹងបាទនៅទីក្រុងមួយនៅក្នុងរដ្ឋ North Carolina បាទខ្ញុំជិះឡានទៅហើយចៃដន្យអីគេថាអូមានហាងខ្មែរមួយតកែហ្នឹងខ្មែរស្រាប់តែចូលញ៉ាំទៅចូលទៅផ្លាក់គេដាក់ Asian Thai and Vietnamese cuisine ហើយហាងខ្មែរសុទ្ធតែម្ចាស់ហាងខ្មែរខ្ញុំសួរថានៅបងមិនបានដាក់ឈ្មោះហាងខ្មែរទៅជាហាងថៃហាងយួនអីអស់អញ្ចឹងគាត់ថាដោយសារបើដាក់ហាងខ្មែរមានអ្នកគេស្គាល់ខ្មែរយើងមានអ្នកណាចូលបាទគ្មានអ្នកណាមកគ្រប់គ្រងទេដូច្នេះបើដាក់ហាងខ្មែរហ្នឹងវៀតណាមក៏គេមិនមកថៃក៏គេមិនមកអញ្ចឹងអាស៊ីផ្សេងទៀតគេអត់ស្គាល់ខ្មែរឬក៏បរទេសគេអត់ស្គាល់ខ្មែរហ្នឹងគេអត់ចូលទេនេះហើយគឺជាហានិភ័យមួយសម្រាប់ប្រជាពលរដ្ឋខ្មែរយើងព្រោះថាបើយើងគិតអំពីភាគរយនៃពលរដ្ឋខ្មែរយើងនៅក្នុងរដ្ឋខ្លះហ្នឹងវាតិចជាងថៃជាងវៀតណាមកន្លែងខ្លះក៏ខ្លាំងជាងថៃជាងវៀតណាមដែរប៉ុន្តែហេតុអីបានជាយើងនៅតែមិនហ៊ានព្រមប្រើភាសាខ្មែរជាហាងខ្មែរលើកតម្កើងខ្មែរកម្ពុជាអីអញ្ចឹងទៅរសជាតិខ្មែររសជាតិអីអញ្ចឹងទៅហាងដែលមានផ្លាកអញ្ចឹងហេតុអីបានជាយើងអត់មានហ៊ានដាក់ទៅលើចំណងជើងនៃហាងឬក៏ដូចថាផ្លាកស្លាកហាងដែលយើងដាក់ឈ្មោះអញ្ចឹងណាលោក Randy Mood ហើយចំណុចអស់ហ្នឹងតើលោកយល់ឃើញបែបណាអាហ្នឹងទី1ទី2ទៀតយើងមិនដែលឃើញមានគេហៅថា grocery store ផ្សារតូចៗដែលក្នុងការលក់គ្រឿងទេសដូចជាលក់អង្គលក់គ្រឿងកំប៉ុងខ្មែរកញ្ចប់ខ្មែរម្រេចខ្មែរអំបិលខ្មែរឬក៏ស្ករខ្មែរស្ករត្នោតស្មុកឬក៏លក់កញ្ច្រែងលក់អីទេបាទបើខ្មែរចង់ទិញតែរបស់ថៃរបស់យួនអីយកមកប្រើអញ្ចឹងទៅបាទគឺថាមិនដែលបានយកប្រើប្រាស់របស់ខ្លួនឯងទេដូច្នេះថាតើចំណុចទាំងអស់នេះខ្មែរយើងគួរតែចាប់ផ្ដើមគិតគូរអំពីbusiness ប្រភេទហ្នឹងអញ្ចឹងដែរទេដូចថាទាំងខ្ញុំទាំងគេឲ្យតែលឺសូរតែហាងខ្មែរទោះបីខ្មែរនៅប៉ណាក៏ដោយចុះពីឋានណាក៏ដោយក៏ខ្ញុំទៅទិញដែរបាទមិនថាប៉ CPP ប៉សំរងស៊ីប៉កឹមសខាប៉ណាទេខ្ញុំទៅទិញទាំងអស់ឲ្យតែថាពាក្យថាខ្មែរមួយម៉ាត់គឺខ្ញុំនឹងទៅទិញបាទលើកលែងឥឡូវនេះយើងឃើញហើយទូទាំងសហរដ្ឋអាមេរិកខ្មែរយើងចាប់ផ្ដើមនាំគ្នាពហិការសឹងទូទាំងអាមេរិកទៅហើយអំពីមិនទិញផលិតផលថៃយកមកប្រើប្រាស់ទេបាទដូច្នេះថាតើលោកគិតថានេះគឺជាឱកាសមួយដែលខ្មែរយើងបង្ហាញអំពីគំនិតជាតិនិយមគំនិតអីហ្នឹងហើយអាចនឹងធ្វើឲ្យខ្មែរយើងមានឱកាសក្នុងការលក់ផលិតផលរបស់យើងសម្រាប់ពលរដ្ឋរបស់យើងដែរបាទហើយនៅពេលដែលយើងបរៀនបរទេសឲ្យចេះយល់អំពីម្ហូបខ្មែរស្អីគេទៅសឡមកជូរគ្រឿងស្អីគេទៅឆាក្តៅឆាគ្រឿងការីណាំយ៉ាការីសារ៉ាម៉ាន់ឬក៏អាម៉ុកអីជាដើមហ្នឹងគឺថាសប្តាហ៍នេះបរទេសគេអត់ស្គាល់ទេថាតើខ្មែរ cuisine ខ្មែរយើងនឹងមានស្អីទេអញ្ចឹងបើសិនជាមានការធ្វើបែបនេះតើលោកគិតថាវាជារឿងមួយដែលគួរតែចាប់ផ្ដើមគិតគូរឲ្យបានខ្លាំងជាងមុនដែរទេលោក Randy Wood បាទសូមជួយបាទសូមអរគុណសំណួរនេះល្អមែនទែនបាទអញ្ចឹងសូមជម្រាបទី1បាទដើម្បីគេហៅ market awareness ដើម្បីឲ្យយើងលេចធ្លោក្នុងទីផ្សាររបស់បច្ចុប្បន្នទី1យើងត្រូវចាប់ឱកាសនេះឲ្យបានបាទ
ដូចថាពីមុនណាប្រទេសខ្មែរកម្ពុជាអញ្ចឹងគេអត់សូវដឹងឮប៉ុន្មានទេដោយសារបញ្ហានេះដូចថានៅ website របស់ White House ក្តីនៅព័ត៌មានដូចថាmajor outlet media outlet ដូច Washington Post New York Times LA Times អញ្ចឹងបានគេហៅ publicize គេទៅបញ្ចេញឈ្មោះខ្មែរច្រើនណាស់បាទអញ្ចឹងតាមខ្ញុំដឹងពីមុនខ្ញុំសួរដល់ភ្ញៀវដល់ចូលមកការិយាល័យខ្ញុំហ្នឹងគេដឹងថាសុខខ្មែរដល់ណាគេអត់ដឹងទេប៉ុន្តែពេលវេលាថ្មីក្នុងឆ្នាំនេះពិសេសនៅក្នុង summer នេះថាបញ្ហាវាចាប់ដើមពី July មកគេដឹងគេថាអូគេបានព័ត៌មានមករកថ្ងៃសុខខ្មែរស្អីគេ research គេមើលតាម YouTube អញ្ចឹងអាការនេះពិសេសណាស់បាទដូចខ្ញុំថាអញ្ចឹងយើងដំដៃទៅក្តៅបាទឥឡូវនេះពង hot ហើយទៅមួយទៀតអ្វីដែលខ្ញុំធ្វើការសប្តាហ៍នេះខ្ញុំគេហៅ credit representative by Department of Justice អញ្ចឹងខ្ញុំធ្វើការអន្តរប្រវេសន៍អញ្ចឹងអ្វីដែលខ្ញុំធ្វើជាហ៊ាននេះគឺថាបងប្អូនដែលមានទេពកោសល្យខាង restaurant ខាងភោជនីយដ្ឋានអញ្ចឹងខ្ញុំអាចដាក់ visa ឲ្យគាត់មកបើកហាងសាខានៅអាមេរិកតាមកម្មវិធី L1 មកអានោះគេហៅ international like agency ដែលគាត់អាចបើកសាខាបានអញ្ចឹងជឿនខែមួយដែលខ្ញុំចោះទៅហ្នឹងក្រៅពីរឿងដូចថាអ្នកផលិតដូចថាsupply chain បរាប restaurant ដូចថាto go bar ឡើងមហូបបាទដូចថាកពតជាងម្រេចយើងឆ្ងាញ់បាទយើងត្រូវ support គាត់បាទហើយនឹងកខ្មែរលេខ1ឯងបាទតាមខ្ញុំដឹងអញ្ចឹងមកថារបស់នេះវានឹងជួយបាទដូចថាគុណភាពល្អខ្មែរល្អយើងប្រម៉ូទបាទ product របស់ខ្មែរហើយទៅមួយទៀតបាទដើម្បីឲ្យហូបខ្មែរយើងលេចធ្លោក្នុងទីផ្សារម្ហូបអាហារហ្នឹងគឺថាត្រូវការពឹងផ្អែកទៅ media បាទដោយផង Cambodian Daily News ក្តីដោយ influencer ក្តីបាទព្រោះយើងខ្សោយក្នុងហ្នឹងបាទយើងត្រូវគេហៅ marketing is powerful media is powerful អញ្ចឹងត្រូវការប្រតិកម្មហ្នឹងហើយទៅមួយទៀតដើម្បីដែលយើងបានសក្តានុពលលើសនឹងទៀតយើងត្រូវមានដូចថាទុំជ័យខ្មែរនិងទុំជ័យអាមេរិកជាមួយគ្នាដូច office ខ្ញុំអញ្ចឹងខ្ញុំដាក់ទៅគ្នា represent បាទដូចថាតាមប្រទេសយើងគួរដាក់ចិត្តដែរដើម្បីចេញអត្តសញ្ញាណថា Cambodian American is time បាទពេលវេលានេះជាពេលវេលាដែលយើងចេញមកដើម្បីសាមគ្គីគ្នាដើម្បីរួមវិធីលើកស្ទួយប្រទេសជាតិយើងបាទហើយទៅខ្ញុំថាអានឹងដូចថា connect គ្នាទីមួយខ្ញុំធ្វើខាង immigration ទៅស្នាមខាងហ្នឹងដើម្បីយក talent មកបង្កើតសាខាបញ្ចេញស្នាដៃម្ហូបខ្មែរយើងនៅសហរដ្ឋអាមេរិកបាទទី2ពឹងផ្អែកទៅ media ទី3គ្រប់គ្រងផលិតផលដូចថាម្ហូបអាហាររបស់ដូចថា ingredient របស់ខ្មែរហ្នឹងដើម្បីយកមកប្រើប្រាស់នៅនេះដើម្បីយើងថា made in Cambodia បាទល្អមែនតើលោក Randy លោកកម្មវិធីតើចំណុចនេះលោកមានការយល់ឃើញបែបណាថាតើផ្នត់គំនិតរបស់ខ្មែរដែលយើងធ្លាប់វាយប្រហារគ្នាយើងធ្លាប់ជេរបចោគ្នាជេរបតិចគ្នាលាបពណ៌គ្នាហ្នឹងថាតើមកទល់នៅពេលនេះយើងគួរតែបន្តធ្វើទៀតដែរទេឬក៏យើងទម្លាក់ចោលខ្លះទៅហើយយើងចាប់រកនេះបញ្ហា business បញ្ហាសេដ្ឋកិច្ចបញ្ហាការរកស៊ីនេះយើងឃើញចិនយួនស៊ីអីហ្នឹងគេរកស៊ីកកកគ្រើកណានៅ California នៅ Long Beach ខ្ញុំចង់បើកបកកញ្ចក់តិចខ្ញុំចុះទៅខ្ញុំឃើញពេលខ្លះ California ចូលទៅហាក់ដូចជា depressing បាទ depressing ដូចហាងខ្លះហ្នឹងបិទបាទហាងខ្លះបិទហាងខ្លះហ្នឹងបើកទៅកន្ត្រែកកន្ត្រាអីចឹងទៅហើយដើរហ្នឹងដីហុយជុកកន្លែងខ្នល់នៅផ្លូវអាណាហែមដែលខ្ញុំចុះទៅហ្នឹងឃើញហើយហាងខ្លះហ្នឹងដែលចូលទៅហ្នឹងឃើញពលរដ្ឋខ្មែរយើងចូលទៅ1 2អីចឹងទេហើយមានហាងខ្មែរតិចតួចណាស់ដែលជោគជ័យបាទដែលជោគជ័យហើយឥឡូវនេះឃើញថាមានពលរដ្ឋវៀតណាមគេបានមូចូលមកខាងភូមិខ្មែរនឹងច្រើនបាទទិញហាងរបស់ខ្មែរយើងបិទហាងច្រើនសេដ្ឋកិច្ចឥឡូវនេះកំពុងបញ្ហាទៀតនៅក្នុងសហរដ្ឋអាមេរិកធ្វើឲ្យខ្មែរយើងនឹងខ្លះរកស៊ីនឹងមិនកាក់គប់មិនអីចឹងក៏បិទដែរហើយចំណែកយើងទៅមើលនៅភូមិរបស់សហគមន៍វៀតណាមវិញគឺខុសគ្នាមេឃនឹងដីបាទការអភិវឌ្ឍជឿនលឿនការរីកចម្រើនរបស់គេនឹងជឿនលឿនខ្លាំងហើយbusiness របស់គេនឹងដើរខ្លាំងហើយសូម្បីតែខ្មែរនឹងមិនសពថ្ងៃនេះអត់នាំគ្នាមកញ៉ាំម្ហូបខ្មែរទេទៅនាំគ្នាទៅញ៉ាំតែម្ហូបវៀតណាមទិញតែ
តែគុជតែកុងឆាតែអីដែលវៀតណាមគេលក់បាទគេផ្សព្វផ្សាយគេលក់អីចឹងទៅម្នាក់ហ្នឹងអាខ្មែរគ្នាឯងហ្នឹងអត់មាន support ទេដោយគិតថាអូអាហ្នឹងពួក CPP ពួកអាបើកហាងហ្នឹង CPP បាទអូអាបើកហាង CNRP បាទអូអានេះខាងបាក់នេះអូអានោះខាងខំវាសនាអូកំតោចូលវាទៅចូលវាមានលុយណាវាមានលុយវាចិញ្ចឹមបាក់របស់វាអីចឹងទៅប៉ុន្តែនេះយើងយកទៅជួយថៃណាយើងយកទៅញ៉ាំហាងថៃយើងយកទៅញ៉ាំហាងវៀតណាមហាងកូរ៉េហាងអីបាទហើយយើងមើលប្រទេសជិតខាងពីយើងសិតតែ business ដែលដើរទាំងអស់នៅក្នុងអាមេរិកនេះបាទគេឈានមុខខ្លាំងជាងយើងណាស់បាទយើងនេះរកតែពេទ្យថ្មិញមួយធ្វើថ្មិញហ្នឹងមិនបានផងកន្លែងខ្លះហើយបើយើងទៅពេទ្យវិញសិតតែពេទ្យវៀតណាមអញ្ចឹងលោកគឹមវុធីតើកន្លែងនេះផ្នត់គំនិតខ្មែរយើងនឹងគួរមានការគិតថ្មីចេញពីប្រអប់ខ្លះទៅដូចថារងថ្ងៃនេះវានឹកស្មុកនៅក្នុងប្រអប់មកប្រអប់ហ្នឹងវាគិតអីបែកទៅចេញទៅក្រៅទៀតវាអត់បានបាទតើយើងគួរឥឡូវចេះល្អណាស់ប្រអប់ហ្នឹងរបៀបម៉េចបាទលោកគឹមវុធីសូមជួយឥឡូវខ្ញុំសប្បាយចិត្តដែលសំណួររបស់លោកតាំងសារដាសួរគឺចំចំណុចដែលខ្ញុំចង់និយាយគឺវាកើតមកពីភពណាឥឡូវយើងសួរគឺកើតមកពីភពគឺប្រទេសខ្លួនឯងហ្នឹងមកប្រទេសខ្លួនឯងប្រទេសកម្ពុជាហ្នឹងមានស្រោងកមានស្អីគ្រប់បែបសពយ៉ាងទាំងអស់ហុកមានបែបសពយ៉ាងប៉ុន្តែអត់មានគេថា connection ខាងសេដ្ឋកិច្ចជាមួយអាមេរិកទីមួយទីផ្សារយ៉ាងនិយាយថាទីផ្សារណាយើងនិយាយថាឥឡូវហ្នឹងឧទាហរណ៍ថាខ្មែរយើងធ្វើបានស្រូវស្រែធ្វើបានស្រូវអត់មានទៅដាក់បោកបោះត្រាថា make in Cambodia ហើយមកលក់នៅទីផ្សារបរទេសយើងនិយាយថាអាមេរិកឬមួយប្រទេសនានាទេប៉ុន្តែសុកចិត្តយកស្រូវនោះទៅលក់ឲ្យយួនលក់ឲ្យថៃនឹងបោះត្រាស្រូវអង្គរបស់ខ្មែរនឹងជារបស់វាអាកន្លែងនេះកន្លែងយើងអនទី1អនទី2នេះកន្លែងក្នុងប្រទេសយើងសពថ្ងៃហ្នឹងអ្នកដឹកនាំហ្នឹងមិនធ្វើគឺថាទីផ្សារគឺជំរុញទីផ្សារឲ្យខ្មែរយើងនឹងមានទីផ្សារបោះទៅប្រទេសក្រៅimport export ហ្នឹងវាអត់មានដល់អញ្ចឹងទៅយើងឧទាហរណ៍ដូចខ្ញុំក៏ដោយខ្ញុំរត់នៅអាមេរិកខ្ញុំទៅផ្សារខ្មែរយើងងាករកមើលទីអង្គស្អី make from Thailand នៅវៀតណាមហើយដល់ថ្ងៃមួយនោះយកទៅទីផ្សារខ្មែរយើងឃើញអូ make in Cambodia ធ្វើអង្គមកពីស្រុកខ្មែរអូខ្ញុំមានមោទនភាពខ្ញុំទិញភ្លាមទៅបីតម្លៃណាក៏ដោយខ្ញុំមានចិត្តរីករាយខ្ញុំសប្បាយចិត្តណាស់ខ្ញុំទិញភ្លាមអាកន្លែងហ្នឹងហើយកន្លែងដែលយើងតន់ខ្សោយដែលយើងធ្វើមិនបានដោយសារថាយើងអត់មានអ្នកដឹកនាំដោយច្បាស់លាស់ថាយើងចង់ធ្វើសិទ្ធិជាមួយគេយើងអត់មានទីផ្សារផងនោះយើងអត់មាន company នៅស្រុកយើងថាឧទាហរណ៍ថា company ឈ្មោះអីចឹងសម្រាប់ខ្មែរបញ្ជូនមកអាមេរិកនេះលុកនៅទីផ្សារខ្មែរហើយចំពោះវៀតណាមឬថៃគេមានទី1គឺអ្នកនេះទូនគេធំណាស់អ្នកដែលគេមានលុយកាក់ធំគេមកបើកទីផ្សារបាទលោកគឹមវិធីយើងវិភាគកន្លែងនេះបន្តិចថាវៀតណាមក៏រដ្ឋាភិបាលពួកខាងសេរីហើយនឹងកុម្មុយនីសក៏វានៅអត់ត្រូវគ្នាអញ្ចឹងមិនអញ្ចឹងឯលោកគឹមវិធីលោកក៏ជាកម្ពុជាក្រៅឲ្យលោកដឹងរឿងនឹងច្បាស់ជាងខ្ញុំទៅទៀតហើយលោកក៏អាចស្ដាប់ភាសាវៀតណាមស្ដាប់អីបានដែរសប្តាហ៍ថ្ងៃនេះវៀតណាមគេថាអូសេរីនិងកុម្មុយនីសវាអត់ត្រូវគ្នាទេក៏ប៉ុន្តែនៅប្រទេសសេរីហ្នឹងគេជេររដ្ឋាភិបាលខ្មែររាល់ថ្ងៃពួកសេរីហ្នឹងឯងពួកដែលនៅប្រទេសសេរីនៅរដ្ឋាភិបាលសេរីវៀតណាមខាងត្បូងហ្នឹងសពថ្ងៃនេះគេជេរតែលោកហ៊ុនសែនរាល់ថ្ងៃគេជេរបចោថាលោកហ៊ុនសែនហ្នឹងជាមនុស្សក្បត់វៀតណាមអីចឹងទៅបាទចំណែកនៅក្រៅប្រទេសនេះគេរដ្ឋាភិបាលគេមានកញ្ចប់គេមានហើយពួកសេរីហ្នឹងគេជេររដ្ឋាភិបាលកុម្មុយនីសទៀតប៉ុន្តែរបស់ខ្លួនទៀតក៏ប៉ុន្តែនៅទោះបីយ៉ាងណាក៏ដោយនៅទីនេះនៅអាមេរិកនេះគេមានសមាគមគេហៅថា Vietnamese Business Association បានន័យថាសមាគម Business វៀតណាមហើយសមាគមគេនេះគឺគេរដ្ឋាភិបាលគេជាអ្នកជួយលុយមកឲ្យដូចថានិស្សិតគេដែលរៀនចប់ខាងពេទ្យថ្មិញអញ្ចឹងទៅអ្នកណារៀនមាន Doctor Degree ពេទ្យថ្មិញអ្នកណាមាន Doctor ខាងពេទ្យ Medical Doctor ខាងពេទ្យទូទៅព្យាបាលជំងឺទូទៅឬក៏ខាងរកស៊ីខាងបើកទីផ្សារលក់ grocery បើកហាងកញ្ចក់បើកអីចឹងទៅគេអ្នកខ្លះគេនៅពេលដែលគាត់អត់មាន credit ទៅខ្ចីលុយពីធនាគារគាត់អាចទៅខ្ចីលុយពីVietnamese Business Association របស់គេបានបាទគេយកលុយហើយ Business Association ហ្នឹងគេយកការប្រាក់ធៀបទៅទៀតហើយគេឲ្យបុគ្គលិកគេឲ្យពលរដ្ឋគេហ្នឹងគឺថាមានលទ្ធភាពនៅក្នុងការបើកហាងហើយលុយដែលគេបានពី interest ពីខាងក្រុមហ៊ុនទាំងអស់ហ្នឹងមកគេយកមកជួយថែមទៅទៀតទៅលើ business ផ្សេងទៀតអញ្ចឹងធ្វើឲ្យ business ហ្នឹង grow business របស់គេហ្នឹង grow បាទហើយដោយសារវៀតណាម
គេមានចំហរដ្ឋាភិបាលគេតែម្ដងបាទជាចរន្តរបស់គេហ្មងបាទសូម្បីសប្តាហ៍នេះតាមខ្ញុំដឹងទៅសូម្បីតែអ្នករស់នៅលើទូកក្នុងប្រទេសកម្ពុជាដែលពលរដ្ឋវៀតណាមរស់នៅដោយខុសច្បាប់ឬក៏មានច្បាប់ក៏ដោយនៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ទទួលបាននៅប្រាក់ខែចិញ្ចឹមបីបាច់ថែរក្សាពីរដ្ឋាភិបាលគេដែរគេមានសមាគមគេបាទដូច្នេះគេថែទាំកូនចៅប្រជាពលរដ្ឋគេណាគេអត់ខ្វល់ថាកូនចៅគេហ្នឹងអ្នកសេរីឬក៏អ្នកកុម្មុយនីសទេបាទគេជួយទាំងអស់ចំណែកកម្ពុជាយើងអត់ទេបាទអត់ទេគឺត្រូវតែថាបើឯងមិននៅខាងអញគឺថាឯងពួកឯងសិតតែជាសត្រូវអញគេអញ្ចឹងហើយអាការគិតអំពីការសត្រូវនឹងដែលធ្វើឲ្យខ្មែរយើងនឹងអត់មានបានលូតលាស់វែងឆ្ងាយក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់ខ្លួនទេសូម្បីតែខ្មែរយើងនៅអាមេរិកហ្នឹងក៏ប្រកួតប្រជែងជាមួយថៃជាមួយវៀតណាមទៅអត់រួចដែរចំណុចទាំងអស់នេះលោកគិតវិធីតើអានេះចំណុចហ្នឹងតើយើងគួរធ្វើរបៀបម៉េចបាទចំណុចហ្នឹងយើងកុំយល់ច្រឡំខ្មែរយើងច្រើនតែយើងមិនយល់ខ្មែរសេរីអាមែនវៀតណាមសេរីនិងវៀតណាមកុម្មុយនីសជាវៀតណាមតែមួយទេគឺវាតែមួយទេយើងកុំយល់ច្រឡំគេជួយជាតិគេជួយសាសគេណាស់ឧទាហរណ៍ថាខាងនៅអាឡែនតាយើងមានហុងកុង supermarket មួយធំមិនមែនជាអ្នកនៅអាមេរិកនឹងអូននៅជាម្ចាស់ទេគឺម្ចាស់នោះមកពីប្រទេសវៀតណាមគេមានលុយរាប់លានរាប់រយលានគេមកបើក business នៅ supermarket នៅអាមេរិកហ្នឹងហើយគេមានការតំណាក់តំណងនៅប្រទេសគេឧទាហរណ៍ថាលទ្ធផលទាំងអស់បង្គាបង្កងស្រូវអង្គស្អីគ្រប់បែបសពយ៉ាងប្រហុកស្អីហ្នឹងគេមានតំណាក់តំណងគេមានសេរីយៈរបស់គេបញ្ជូនមកធ្វើសេដ្ឋកិច្ចជាមួយអាមេរិកហ្នឹងដល់អញ្ចឹងទៅគេមានការតំណាក់តំណងចំពោះខ្មែរយើងអត់មានអាកន្លែងហ្នឹងតែខ្ញុំនិយាយមកអញ្ចឹងវាអត់មានអាកន្លែងហ្នឹងយើងចង់បើកទីផ្សារក៏បើមិនរួចទៅយើងរលាយហ្មងទីមួយយើងយករបស់ពីថៃរបស់ពីវៀតណាមមកលក់ហើយអញ្ចឹងទៅយើងរកលក់របស់គេហើយម្យ៉ាងទៀតដែលបងបានលើកឡើងមិញហ្នឹងខ្មែរយើងអន់ដោយសារអញ្ចេះយើងអត់មានភាពសាមគ្គីគ្នាទីមួយយើងភាពសាមគ្គីគ្នានេះជារឿងមួយធំដែលយើងគួរតែយកចិត្តទុកដាក់ទីមួយដែលអូនឯងនិយាយមិញមានបាក់ពួកនេះគណៈបាក់នេះគណៈបាក់នោះដល់អញ្ចឹងទៅអាមួយថាអូភាសានោះជាភាសារបស់គណៈបកប្រជាជនឯងមិនចូលទេដល់អាភាសាមួយទៀតគឺភាសាខាងលោកសំរងស៊ីគ្រប់ត្រូលគណៈបកប្រជាជនហ្នឹងគេអត់ចូលទេដល់អញ្ចឹងរឿង system ហ្នឹងយើងរលាយកន្លែងហ្នឹងដោយសារយើងអត់មានភាពសាមគ្គីភាពរវាងគ្នានឹងគ្នាខ្មែរនឹងខ្មែរហើយខ្មែរយើងអាចរកខ្មែរយើងតាំងពីដើមមកតាំងពីរុំបារាណមកខ្មែរយើងអត់តែណារីកចម្រើនដោះបន្តិចហ្នឹងអ្នកគ្នាក្តិចត្រួយហើយអ្នកគ្នាគេថារំលាយគឺមានការឈ្នានេះគ្នាមិនចង់ឲ្យខ្មែរយើងនឹងរីកចម្រើនទេឥឡូវខ្ញុំនិយាយមួយម៉ាត់ហ្នឹងប៉ះពាល់ដល់បងប្អូនខ្មែរប៉ុន្តែភាពពិតវាអញ្ចឹងហើយអ្នកដែលគេដឹងគេលើគេឃើញចឹងដែរឲ្យតែខ្មែរយើងរីកចម្រើនគឺខ្មែរយើងមិនសូវមានការគ្រប់គ្រងទេគឺយើងចេះថាអ្នកណែចេះអ្នកណែចុះលៀបបកគ្នាហើយយើងបើកទីផ្សារឧទាហរណ៍ថាដូចហាងកាហ្វេឬមួយហាងកាទៀវហាងអីអញ្ចឹងឧទាហរណ៍អញ្ចឹងម្នាក់ហ្នឹងទៅញ៉ាំទៅញ៉ាំមិនឆ្ងាញ់ទេនិយាយថាដល់ឃោសនាថាអូហាងអត់ឆ្ងាញ់ទេហាងខ្មែរចូលញ៉ាំអត់កើតទេយើងត្រូវទៅហាងគេផ្សេងហាងវៀតណាមហាងថៃវិញហើយយើងពាក្យដែលអញ្ចឹងយើងមិនគួរនិយាយទៅបីឆ្ងាញ់មិនឆ្ងាញ់យើងត្រូវមានការរិះគន់យើងត្រូវផ្ដល់ព័ត៌មានឲ្យម្ចាស់ហាងហ្នឹងថាឥឡូវនេះយើងធ្វើចង់ប្រាយពេកយើងធ្វើសាបពេកយើងធ្វើមិនឆ្ងាញ់ឥឡូវយើងរកវិធីណាធ្វើឲ្យឆ្ងាញ់យើងនឹងជួយគ្រប់ត្រគ្នាទៅវិញទៅមកដើម្បីធ្វើសេដ្ឋកិច្ចយកដោះឡើងរីកចម្រើនមកវិញប៉ុន្តែយើងអត់មានកំណត់ហ្នឹងទេគឺថាមិនឆ្ងាញ់ហ្នឹងវាយបហាព្រាមរឿងហ្នឹងហើយដែលខ្មែរយើងមិនរីកចម្រើនមិនមែនថាមិនរីកចម្រើននៅប្រទេសក្រៅទេគឺមិនរីកចម្រើននៅក្នុងប្រទេសយើងផងពីព្រោះខ្មែរយើងហ្នឹងវាអញ្ចឹងវាឈាមគឺនៅក្នុងឈាមអញ្ចឹងឲ្យតែមានរីកចម្រើនទិញទួចនាំគ្នាហ្នឹងពង្លិចគ្នាហើយអត់ថាអញក្រនបើជាអ្នកឯងអត់កើតទេអាហ្នឹងវាមានតែប៉ុណ្្នឹងទេហើយខ្ញុំនិយាយមិញហ្នឹងរឿងដែលវៀតណាមអញ្ចឹងគេមានសេរីយៈមាន system គេល្អណាស់គេមិនមែនជាធម្មតាទេអូនបានមានភាសាមកអញ្ចឹងគេអ្នកនេះទុនមានលុយរាប់លានដុល្លារដែលអ្នកក្រក្រីក្រនៅអាមេរិកហ្នឹងគេជួយគេសុខចិត្តយកថវិកាហ្នឹងឲ្យបលអត់មាន interest ទេដើម្បីជួយរកស៊ីបើកហាងទៅចោលក៏ដោយហាងកាហ្វេក៏ដោយហាងកាទៀវក៏ដោយ supermarket ក៏ដោយគឺស្ថិតនៅលើមនុស្សម្នាក់ដែលមានលុយរាប់លានដុល្លារគេជួយខាងអញ្ចឹងដើម្បីគ្នាដល់ខ្មែរយើងអត់មានទេខ្មែរយើងមិនមានទេតែ$1000 $100ក៏មិនហ៊ានជួយខ្មែរផងយើងគ្រាន់តែយើងឈរនិយាយជាមួយនឹងអ្នកដែលមាននិន្នាការផ្សេងហ្នឹងក៏គេថាយើងលក់ក្បាលឲ្យអ្នកនេះអ្នកនោះដែរបាទលោកត្រូវហើយចំណុចនេះដែលយើងផ្នត់កម្រិតហ្នឹងត្រូវតែមានការដូរចេញទៅបាទព្រោះវាធ្វើឲ្យខ្មែរយើងអត់រីកចម្រើនទៅមុខទេលោក Randy Mut ចំណុចនៃការយើងបានជជែកគ្នាជាមួយនឹងលោក Kim Butty ពាក់ព័ន្ធទៅនឹង
ដែលវៀតណាមនោះគេមានសមាគមគេជួយប្រជាជនគេជួយអីហ្នឹងសម្រាប់លោកវិញលោកមើលឃើញរបៀបមិនដែរតើខ្មែរយើងគួររៀនសូត្រពីគេហ្នឹងរបៀបមិនបាទលោក Randy បាទអរគុណបាទសំណួរនេះពិសេសបាទធម្មតាដូចពេលចាស់បានពោលយើងចេះមកពីរៀនមានមកពីរួមអញ្ចឹងណាបើយើងចង់ចេះដូចគេចង់ប្រកែដូចគេដល់យើងរៀនពីគេដែរគឺថាយល់របស់ណាថា effective បាទមានឥទ្ធិពលយើងយកមកអនុវត្តអញ្ចឹងអ្វីដែលអានេះខ្ញុំមិនដឹងថាអនាគតយ៉ាងណាទេប៉ុន្តែខ្ញុំមិនដឹងថាផ្លាស់អ្វីដែលផ្លាស់ប្ដូរនៅក្នុង culture របស់ខ្មែរនៅក្នុងដូចថា lifetime របស់ខ្ញុំអត់ដឹងទេណាប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងជាដូចថា trailblazer យើងអ្នកដូចថានេះជា wild west បាទយើងជាដូចថា unknown frontier ប៉ុន្តែនេះជាគម្រោងខ្ញុំអញ្ចឹងខ្ញុំថាបើសិនបងប្អូននៅពងទស្សនានោះបាទមានចិត្តដូចគ្នាបាទសូមមេត្តាចូលរួមនេះជាគម្រោងខ្ញុំដែលខ្ញុំចង់ធ្វើមុនលានលោកទៅបាទអ្វីដែលខ្ញុំធ្វើមក13ឆ្នាំហើយទី1ខ្ញុំបានជួយបងប្អូនខ្មែរយើងរឹបប៉ុនអ្នកនៅក្នុងជោចានឹងបាន US citizen ជួយគាត់បាន citizen ស្រួលទេប៉ុន្តែបរិញ្ញាគាត់ទៅបោះឆ្នោតនៅពិបាកអញ្ចឹងខ្ញុំត្រូវការសាវតាក្តីបងវិធីក្តីចូលរួមធ្វើម៉េចឲ្យគាត់នឹងចេះទៅបោះឆ្នោតសំខាន់ណាស់បាទហើយអីសំខាន់យើងចង់បានដែលទំនាក់ទំនងជាមួយតំណាងរាស្ត្ររបស់យើងដើម្បីគាត់កៅ friend in government ដើម្បីថាត្រូវការ favorable trade agreement ត្រូវការអ្វីផ្សេងទៀតដែលយើងមានទំនាក់ទំនងមួយស្រុកខ្មែរអញ្ចឹងសំខាន់ជាងគេបោះឆ្នោតដើម្បីបើសិនតែយើងក៏ហៅគេមកប្រជុំមិនស្រួលបាទឥឡូវនេះយើងអត់បោះឆ្នោតគេមានបញ្ជីដែរអ្នកណាបោះគេដឹងអញ្ចឹងយើងអត់មានសលេងសោះបើសិនជាយើងចង់ប្រែប្រួលអីធំដុំលើកលែងតែយើងមានសលេងអញ្ចឹងយើង Cambodian American នៅនេះយើងត្រូវខ្លាំងត្រង់ហ្នឹងបាទព្រោះឯខាងវៀតណាមគេមាន City Council person គេមាន state rep state senator ច្រើននៅ Georgia បាទ MTV គេដោយលោកសាវតាបាននិយាយ dentist lawyer MTV ច្រើនណាស់បាទប៉ុន្តែខ្មែរយើងនៅ Georgia មានមួយប៉ុន្តែគាត់អត់សូវចេះខ្មែរបាទគាត់អញ្ចឹងមិនថាយើងសំខាន់ជាងគេអ្វីដែលយើងធ្វើបានរុញតែគាត់ជា MTV អានោះជារឿងផ្សេងទៀតដើម្បីឲ្យអ្នកផ្សេងគាត់ទទួលរឿងអ្វីដែលខ្ញុំចង់ធ្វើនេះព្រោះខ្ញុំចេញមុខបណ្ដាហើយខ្ញុំបានចំណាយលុយចំណាយពេលលើកកន្លែងដើម្បីស្និទ្ធស្នាលជាមួយតំណាងរាស្ត្រយើងសំខាន់ណាស់ទោះបីបានតិចក្តីបានច្រើនក្តីដើម្បីឲ្យគាត់នឹងឃើញយើងនៅក្នុងការសម្រេចចិត្តរបស់គាត់ពេលណាគាត់ vote ឯណាមួយទីទួងឬខ្មែរដើម្បីឲ្យគាត់ដឹងពីកៅ interest ព្រោះតបកិច្ចរបស់តំណាងរាស្ត្របណ្ដាល interest របស់ constituent របស់គាត់អញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវការឲ្យគាត់ជួយយើងខាងហ្នឹងបាទហ្នឹងទី1ទី2ស្ថានភាពឥឡូវនេះខ្ញុំចង់និយាយពីរឿងការពិត facts ទី1អាមេរិកមានការ trade war ជាមួយចិនអញ្ចឹងផលិតផលចិនមួយចំនួនថ្លៃយកចូលមកអានេះជាអាកាសរបស់ខ្មែរអញ្ចឹងណាបាទអានេះជា fact ទី1 fact ទី2ខ្មែរយើងមានពលានធំជាងគេនៅ Southeast Asia ព្រោះមូលហេតុនេះព្រោះយើងអត់មាន port យើងអត់មានកំពង់ផែដែលថា port យកអីវ៉ាន់ចេញចឹងយើងត្រូវពឹងទៅថៃពឹងទៅវៀតណាមប៉ុន្តែខ្ញុំស្រឡឹងឃើញនេះអ្វីដែលខ្ញុំគិតឃើញណាខ្ញុំអត់ដឹងថារដ្ឋាភិបាលខ្មែរគិតមិនទេប៉ុន្តែអ្វីខ្ញុំគិតឃើញខ្ញុំមើលឃើញខ្ញុំថាពលានហ្នឹងណាអនាគតទៅអាកាសនេះមកដល់ហើយទី1គេពងអាបិទដូចថាគេមិនបាន 100% 200% tariff ទៅចិនអញ្ចឹងនេះជាអាកាសរបស់ខ្មែរដើម្បីយកផលិតផលខ្មែរមកហើយទៅបើសិនមិនអាចពឹងទៅខាងវៀតណាមនិងថៃតាមកប៉ាល់ទឹកទេយើងអាចចេញមកតាមកប៉ាល់ហោះបាទអញ្ចឹងអាហ្នឹងជាអាកាសមួយដែលខ្ញុំស្រឡឹងឃើញណាបាទព្រោះពលានបកាធំហ្នឹងក្រៅពីគេហៅ connection port អីទៀតមានការ import export ហ្នឹងតាមអ្វីដែលខ្ញុំមើលឃើញណាបាទអញ្ចឹងមកពីសេចក្តីដែលខ្ញុំមើលឃើញនេះការខ្ញុំ connect the dot នេះមានឲ្យខ្ញុំមានហ្នឹងដូចថាសេចក្តីសង្ឃឹមអនាគតទៅបីថាទីច្រើនក្តីក៏ដោយដូចថាដូចបានបងវិទ្យានិយាយអញ្ចឹងរឿងក្នុងឈាមហ្នឹងខ្ញុំមិនដឹងថាក្នុងជីវិតខ្ញុំហ្នឹងមើលឃើញផ្លាស់ប្ដូរកម្រិតណាទេប៉ុន្តែអ្វីដែលខ្ញុំត្រូវធ្វើត្រូវចូលរួមបាទតាមសមត្ថភាពតាមលទ្ធភាពបាទតាមអ្វីដែលយើងអាចធ្វើបានបាទដូចថាខ្ញុំជាជនភៀសខ្លួនមួយរូបដែរដោយអ្វីដែលខ្ញុំរត់មកដូចឆ្លងកាត់ដល់ការសង្គ្រាមការពោពតនឹងលក្ខណៈមកបងប្អូនច្រើនណាស់បាទប៉ុន្តែយើងបានឆ្លងផុតពីហ្នឹងហើយអញ្ចឹងយើងគេហៅផ្ដល់ឱកាសឲ្យយើងសារថ្មីដែលអ្វីដែលយើងអាចចូលរួមបានយើងកុំឲ្យពង្រើយកតាយអ្វីដែលយើងអាចធ្វើបានធ្វើមកបាទអ្វីដែលខ្ញុំរាយរាប់យ៉ាងទី1ប្រគិនបងប្អូនយើងឲ្យចាច់បោះឆ្នោតដូចថា local ឲ្យសំខាន់ព្រោះវាទាក់ទងពីរឿង
ដូចថា local ដែរ local government ដូចឥឡូវនេះអញ្ចឹងគម្រោងខ្ញុំនៅក្នុង5ឆ្នាំអនាគតហ្នឹងបង្កើត Cambodian Business District អញ្ចឹងនេះជាហ៊ានទី1បាទអញ្ចឹងខ្ញុំត្រូវ lobby ខាង city council ខាង mayor ខាង county commissioner សំខាន់ណាស់ខ្ញុំម្នាក់ឯងមិនអាចធ្វើបានទេលើកលែងដល់បងប្អូនខ្មែរយើងចូលរួមគឺថាតំបន់យើងនោះណាយើងត្រូវមានការទំនាក់ទំនងជាមួយគេអ្នកមានអំណាចនៅក្នុងភូមិសង្កាត់យើងហ្នឹងដូចនៅ moral យើងនៅទីក្រុងចិត្ត Riverdale អញ្ចឹងខាងគេហ្នឹងគេចង់បានអីស្រួលបាទព្រោះគេ involve គេទំនាក់ទំនងជាមួយ local government មែនទែនអញ្ចឹងនេះអ្វីដែលខ្ញុំចង់ឃើញបាទខ្ញុំព្យាយាមដែរប៉ុន្តែដូចថាប្រសិទ្ធភាពហ្នឹងវាអត់ខ្លាំងអ្វីដែលខ្ញុំចង់បានណាបាទសង្ឃឹមថាបងវូធីនិងក្រុមគាត់ជួយបង្កើត program មួយដើម្បីពង្រៀនបងប្អូនខ្មែរយើងឲ្យទៅចូលរួមគេហៅ go to vote ហ្នឹងសំខាន់ណាស់បាទយើងអត់មានបច្ចេកទេសទៅបោះឆ្នោតណាទេប៉ុន្តែសង្ឃឹមថាគាត់បោះឆ្នោតឲ្យអ្នកណាគេដូចថាគិតពីរឿង Cambodia first បាទអ្នកណាគេនឹងគ្រប់គ្រងខ្មែរបាទអញ្ចឹងអានេះជាអ្វីដែលយើងនឹងចូលរួមគេហៅ indirectly ដើម្បីជួយប្រទេសជាតិយើងអានេះជាអ្វីដែលយើងធ្វើបានបាទធម្មតាឲ្យតែយើងមានសិទ្ធិជាតិយើងចោះឈ្មោះយើងអាចបោះឆ្នោតបានដោយលេងតែយើងមាន felony បាទអញ្ចឹងចូលរួមមកកុំឲ្យខកខានពិសេសខ្ញុំចង់ពីវិនិយោគបងប្អូននៅក្នុង Georgia នេះគម្រោងខ្ញុំនឹងចំណាយពេលចំណាយថវិកាខ្លួនឯងដើម្បីបណ្ដុះឬ I would try នឹង success ឬមិន success ទេអាស្រ័យទៅព្រមលិខិតបាទប៉ុន្តែនេះអ្វីដែលខ្ញុំចង់ធ្វើបាទ I would try to do it ប៉ុន្តែត្រូវការជួយបងប្អូនខ្មែរចូលរួមដូចបានបងវិធីបានជម្រាបចឹងចោលគំនិតនឹងចោលនោះឥឡូវនេះ now is the time ដែលយើងចេញមុខនោះដើម្បីជួយខ្មែរបាទជួយខ្មែរតាមដែរយើងមិនអាចធ្វើអីធំដុំជួយតាមសេដ្ឋកិច្ចបានដូចថាឥឡូវនេះខ្ញុំពងប្រម៉ែប្រមូលអ្នករស់ស៊ីនៅក្នុង Georgia នេះថាឥឡូវនេះខែទី1នេះយើងធ្វើអីគេអញ្ចឹង priority restaurant ហ្នឹងឯងបាទព្រោះខាងក្រុម TV ខ្ញុំក៏លើកទឹកចិត្តយើងថានេះខាងចិនណាគេយកអ្នកធ្វើការមកអីហ្នឹងគេមាន restaurant ណាដូចថា profit ច្រើនមកគេអាចយកអ្នក talent មកពីស្រុកខ្មែរបានហើយទៅយើងចោះទៅស្រុកខ្មែរមើលមកថាដូចសំណួរពីមុនអញ្ចឹងថាហេតុអ្វីបានតែខ្សោយបាទអញ្ចឹងយើងត្រូវការរកអ្នក talent បាទគេថាអ្នកចេះ10មានស្មើជាងអ្នកប្រសពមួយឯងអញ្ចឹងយើងរកអ្នកប្រសពមួយមកដូចថាមួយមកដើម្បីទៅប្រកែបាទ talent ដូច Elon Musk បាទមូលហេតុនេះมันកើតជាម្នាក់មួយសោះបានគ្រប់គ្រងក្រុមហ៊ុនច្រើនម៉េចអញ្ចឹងយើងត្រូវការ talent បើសិនតែយើងបាន1 2មកយើងនឹងខ្ទុះហើយបាទហើយតោះឥឡូវនេះឱកាសនេះល្អដូចថាយើងអាចយកគ្រឿងម្រេចអំបិលក៏មកទេឡាក់ពីខ្មែរមកទៀតបាទអញ្ចឹងសម្ពោធខ្លាំងនេះបាទអញ្ចឹងអានឹងយើងផ្ដោតទៅខាងនឹងវិញបាទអ្វីដែលខ្ញុំចង់គេហៅថាចូលរួមបាទផ្ដោតអ្វីទៅសេដ្ឋកិច្ចបាទដើម្បីជួយស្រុកដើម្បីរីកជីវភាពរបស់បងប្អូនរស់ស៊ីនៅខ្មែរហើយខ្ញុំជឿថាយូរនឹងឆាប់ទេបាទមានថាលិនចូលមកមូលហេតុខាងឡុងប៊ិចនឹងគេចេះតែបរាជ័យឡើងក្រៅពីអត់គ្រប់គ្រងអានេះអ្វីដែលខ្ញុំគិតឃើញណាបាទបើសិនខុសហើយសូមអធិស្ឋានបាទខ្ញុំជឿថាទឹកអត់មានប្រសពខាងហ្នឹងបាទដូចខ្ញុំជម្រាបចឹងអ្នកចាស់មិនស្មើជាងអ្នកប្រសពទេអញ្ចឹងយើងរស់អ្នកប្រសពនៅណាខ្ញុំក៏ស្វែងរកដែរបាទព្រោះដូចខ្ញុំចឹងខ្ញុំមិនអួតទេបាទ NGO ខ្ញុំបានមានជួរចំហ13ឆ្នាំហើយពេលខ្ញុំបង្កើតដំបូងហ្នឹងគេថាយូរឆាប់វារត់រលាយហើយព្រោះធម្មតាខ្មែរអត់គ្រប់គ្រងខ្មែរទេខ្មែរចង់បានតែ free បងសេវាអីគេអត់ចង់បងទេអញ្ចឹងអានេះជាអ្វីដែលពាក្យចាំប្រាំប៉ុន្តែខ្ញុំជឿពីសមត្ថភាពខ្លួនឯងអញ្ចឹងបានថា3ឆ្នាំកន្លងមកខ្ញុំនៅមានចំហមានបុគ្គលិកមានអីច្រើននៅទីចម្រើនតែអត់មាន federal funding អត់មាន state funding អត់មាន government funding ទេមានតែcorporate ពី3000 here and there ហើយទៅមានគេហៅ program revenue បាទ sustain អញ្ចឹងខ្ញុំអាចដល់ employment ឲ្យបុគ្គលិក5-6នាក់បាទ full time អញ្ចឹងអ្វីដែលយើងកំពុងធ្វើអញ្ចឹងយើងចង់បរិយាជានឹងទៀតបាទសង្ឃឹមថាឥឡូវនេះដោយសារការតស៊ូការឆន្ទៈការស្មោះត្រង់របស់ខ្ញុំនោះដូចថាខាង national organization គេនឹងព្យាយាមជួយដែរថាឥឡូវនេះ Randy ចង់បង្កើតគេហៅ capital project ចង់ទិញដីកន្លែងណាដើម្បីបង្កើតជា business district ដើម្បីកើតឃ្លៀងឡើងខ្ញុំថាអូល្អអញ្ចឹងចង់សង្ឃឹមចង់សំណពរឲ្យលោកសាវតាបងវុធីជួយបង្កើត vision នេះមកបាទព្រោះដូចខ្ញុំមកជម្រាបចឹងឆ្នាំក្រោយចោះទៅខាង Long Beach ខាងគេហៅ annual meeting របស់អង្គការហ្នឹងបាទសម្រាប់ជួយ capital project ចង់ទិញអីគេអញ្ចឹងមិនថាសំខាន់ណាស់បើសិនតែយើងចង់
ការសម័យនេះក៏ជាការពិតណាលើកលែងរបស់បងចូលរួមព្រោះយើងត្រូវ lobby ខាង city council ខាង mayor office ដែរបាទដល់គេហ្នឹង approve permit zoning អីហ្នឹងទៀតអញ្ចឹងអានោះជាថ្មីរបស់ខ្ញុំបាទខ្ញុំអត់ចេះទាំងអស់ទេបាទខ្ញុំមិនមែនចេះគ្រប់រឿងទេគ្រាន់ថាចូលរួមមកដើម្បីខ្មែរយើងដើម្បីថា the next chapter turn the leaf បាទរឿងបញ្ហាស្រុកណាក៏មានបញ្ហាដោយលោកសាវតាបាននិយាយយើងនៅអាមេរិកគេជេរគ្នាឡើងពេញនេះប៉ុន្តែអានេះជារឿងធម្មតាទេចានៅរឿងពុំប៉ះតកេគ្នាប៉ុន្តែសំខាន់ជាងគេយើងមានកម្រោងអីច្បាស់ណាស់ដើម្បីយើងព្យាយាមសាមគ្គីគ្នាបង្កើតឲ្យកើតជារូបជារាងជាផ្លែជាផ្កាបាទអញ្ចឹងនៅក្នុងខ្ញុំ vision ខ្ញុំ business district by Cambodian for Cambodian and Cambodian first ហ្នឹងជាអ្វីដែលខ្ញុំចង់ធ្វើអនាគតតាមបាទគណៈបក2មានការប៉ះទង្គិចគ្នាខ្លាំងណាស់ជាងនៅស្រុកខ្មែរយើងផងប៉ុន្តែគេមិនរំលាយគ្នាទេណាគេមិនរំលាយបកគ្នាចោលទេដូចជាបកសាធារណរដ្ឋបកប្រជាធិបតេយ្យអញ្ចឹងទៅអញ្ចឹងអ្នកដែលគ្រប់គ្រងបកប្រជាធិបតេយ្យហ្នឹងបើកហាងក៏ពួកសាធារណរដ្ឋវិញញ៉ាំដែរបាទពួកអ្នកសាធារណរដ្ឋបើកហាងក៏ពួក Democrat អីទៅញ៉ាំដែរដូចថាពួកគាត់មិនដែលបានយកបញ្ហាទាំងអស់ហ្នឹងយកមកដាក់នៅក្នុងខ្លួនតែធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់ប្រទេសរបស់ខ្លួនទេលោកវុធីឥឡូវនេះយើងពេលវេលារបស់យើងជិតដល់ទីបញ្ចប់ទៅហើយយើងដឹងហើយថាចំនួនព្រំដែនកម្ពុជាថៃមកទល់នឹងពេលនេះទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងថៃនិងកម្ពុជាសាញកាលពីថ្ងៃទី26ក៏ដោយបន្ទាប់ពីពេលនេះគឺតែហ៊ាន18នាក់ហ្នឹងអត់ទាន់បានដោះលែងនៅឡើយទេអាមេរិកមន្ត្រីជាន់ខ្ពស់របស់អាមេរិកជាពិសេសមន្ត្រីក្រសួងការបរទេសអាមេរិកហ្នឹងនៅតែអង្គោះថៃថាថ្ងៃណាបានដោះលែងថ្ងៃណាបានដោះលែងដូច្នេះថៃថានឹងដោះលែងនៅក្នុងពេលឆាប់ប៉ុន្តែអាពេលជាក់លាក់នេះមកទល់នឹងពេលនេះថាការដោះលែងនៅម៉ោងប្រហែលថ្ងៃណាពេលណាហ្នឹងឲ្យជាក់លាក់ហ្នឹងគឺយើងនៅមិនទាន់ដឹងទាំងអស់គ្នាចំណុចនេះតើខ្មែរនៅសហរដ្ឋអាមេរិកក៏ដូចជានៅក្រៅប្រទេសណាបើសិនជាថៃមិនដោះលែងក្នុងរយៈពេលអាទិត្យក្នុងអាទិត្យនេះទេតើយើងគួរមានវិធានការរបៀបម៉េចទៀតបាទអ្នកនៅក្រៅប្រទេសក៏ដូចជាខ្មែរក្នុងប្រទេសបាទសំណួរនេះជាសំណួរមួយដែលខ្ញុំចង់ធ្វើបើថាថៃមិនព្រមធ្វើយើងត្រូវធ្វើសរសេរជាលិខិតទៅ President Donald Trump ហើយSenator Congressman នេះយើងจะសេទៅឯកសារជាថ្មីជំរុញកិច្ចការហ្នឹងឲ្យបានលឿនដល់អញ្ចឹងទៅប៉ុន្តែលោកពូនសារដាគឺរឿងនយោបាយរបស់ថៃនឹងចេះវាដើរខេងគៀបជាងតិចវាមិនព្រម release ឡើងទីហ៊ាន8ណាត់តែវារកពិធីណាដើម្បីវារកផលចំណេញរបស់វាឲ្យបានវាឡើងយើងអញ្ចឹងប៉ុន្តែវាយល់ច្រឡំទី1គឺវាសេពគប់ជាមួយDonald Trump នឹងជំរុញ push so he gonna push that and យើងយល់ថាយូរនឹងឆាប់ប៉ុណ្ណឹងតែប៉ុន្តែវារកចាំពេលវេលាដល់ស្របច្បាប់របស់វាថាវាចង់យកមូលហេតុអីមួយចឹងដើម្បីធ្វើនឹងដើម្បីឲ្យមានផលប្រយោជន៍របស់វានឹងឡើងទីហ៊ានយើងមកហើយអានឹងជាផ្លូវខាងផ្លូវនយោបាយប៉ុន្តែខាងក្រៅវិញសំណួរបងសួរមិញហ្នឹងខាងក្រៅយើងត្រូវធ្វើអ្វីខ្លះយើងបើឥឡូវនេះយើងមានពេលទំនេរជំរុញទៅសរសេរជាលិខិតឬមួយយើងខលទៅអ្នកដឹកនាំនៅតាមភូមិភាគរបស់យើងហ្នឹងជាពិសេសគឺ Congressman Senator ហ្នឹងយើងតាមណាត់តំណងពួកគាត់ទៅហើយយើងសរសេរលិខិតទៅឲ្យ Donald Trump ផ្សាយជាថ្មីម្ដងទៀតហើយជាពិសេសគឺMichael Ferro ហើយនិង Gary Frenchy ហ្នឹងយើងគុំនេះតំណាក់តំណងជាមួយគាត់ឲ្យគាត់ជួយជំរុញកិច្ចការងារហ្នឹងផងហើយគាត់នៅតែបន្តជួយយើងក៏អរគុណគាត់យ៉ាងច្រើនកិច្ចការបានជោគជ័យកន្លងផុតទៅនេះយើងបានជោគជ័យយើងក៏អរគុណ Michael ជាមួយ Gary ហើយជាមួយ President Trump យ៉ាងជ្រាលជ្រៅហេតុនេះយើងកុំភ្លេចហើយកិច្ចការងារទាំងឡាយដែលនៅក្រៅយើងត្រូវធ្វើហ្នឹងយើងដឹងធ្វើហើយគឺយើងអ្នកដឹកនាំនេះយើងត្រូវតែជំរុញជាពិសេសយើងធ្វើអ្វីក៏ដោយយើងគោរពតាមវិន័យតាមដែលយើងត្រូវធ្វើបានមិនមែនថាយើងទៅបង្ខំចិត្តអ្នកណាម្នាក់យើងឲ្យធ្វើចំពោះយើងតែយើងធ្វើមិនឲ្យគេនឹងcontrol យើងកិច្ចការងាររបស់យើងត្រឹមត្រូវហើយយើងអាចទាមទារបងនិយាយមកអញ្ចឹងនៅខាងកងទ័ពហ្នឹង18នាក់ហ្នឹងវាឡើងស្អែកហ្នឹងក៏បានដែរប៉ុន្តែថៃវាមានកល3ច្រើនណាស់យើងកុំទុកចិត្តហេតុនេះយើងត្រូវជំរុញច្បាប់ដែល sign agreement ថ្ងៃមុនហ្នឹងជំរុញអាច្បាប់ហ្នឹងតដែលម្ដងទៀតដើម្បីឲ្យវា release as soon as possible ថាយ៉ាងលឿនណាល្អកាលហ្នឹងដល់អញ្ចឹងទៅពួកយើងទាំងអស់គ្នានៅក្រៅហ្នឹងយើងក៏ជំរុញកិច្ចការងារហ្នឹងឲ្យស្រស់ស្រួលជាមួយគ្នាយើងធ្វើរួមគ្នាទាំងអស់គ្នាគ្រប់រដ្ឋទាំងអស់គ្នាដើម្បីយើងថាតែយើងឈរឡើងព្រមជាមួយគ្នាហើយកិច្ចការនោះបានសម្រេចហើយអញ្ចឹងទៅ
ឥឡូវខ្ញុំសូមបន្ថែមម្ដងទៀតពីប្រពេលវេលាក៏ជិតអត់ដែរឥឡូវខ្ញុំជាចង់បញ្ចប់ខ្ញុំក៏សូមសំណូមពរជាពិសេសគឺរដ្ឋាភិបាលខ្មែរសពថ្ងៃរដ្ឋាភិបាលកណ្ដាលអំណាចសពថ្ងៃនេះខ្ញុំសូមសំណូមពរអស់លោកអ្នកដឹកនាំសូមដោះលែងគុកនយោបាយខ្មែរទាំងអស់ដែលជាប់ពន្ធនាគារសពថ្ងៃនេះអស់លោកយល់ហើយអ្នកទាំងនោះកាត់ប្រឆាំងរដ្ឋាភិបាលមិនមែនប្រឆាំងដើម្បីផលប្រយោជន៍របស់គាត់ទេគឺប្រឆាំងដើម្បីផលប្រយោជន៍រួមផលប្រយោជន៍ជាតិដើម្បីយើងកសាងជាតិជាមួយគ្នាបានល្អហើយអ្វីដែលគេធ្វើខុសឬមួយត្រូវនឹងយើងបន្តនចិត្តអេរិយាបថយើងអធិស្ឋានគ្នាទៅវិញទៅមកការខន្តីនឹងហើយដែលធ្វើឲ្យជាតិខ្មែរយើងទាំងអស់គ្នានឹងរុងរឿងហើយយើងទុកចិត្តគ្នាទៅវិញទៅមកហើយយើងតែខុសយើងចាប់ហើយចេះស្នាក់ដតីនឹងគ្នាហ៊ានធ្វើអីទៀតឥឡូវនឹងក្នុងប្រទេសយើងឧទាហរណ៍ថាថៃមកស្លៀមភៀនអញ្ចឹងយួននេះក៏ដោយមកស្លៀមភៀនប្រទេសយើងអញ្ចឹងបើយើងមិនមានមនុស្សដែលភាគច្រើនដែលខំឡើងប្រឆាំងជាមួយអ្នកទៅនឹងចេះអ្នកណាដែលហ៊ានប្រឆាំងយើងពឹងទៅលើរដ្ឋាភិបាលម្នាក់ឯងពឹងអត់បានទេពីព្រោះរដ្ឋាភិបាលសពថ្ងៃហ្នឹងគេថាយើងមានការតន់សយណាពីមួយយើងមិនមានការតំណាក់តំណងជាមួយរដ្ឋាភិបាលនានាឧទាហរណ៍ការដំណើរយើងខ្សែគប់ទៅជាមួយកុម្មុយនីមួយចិនជាមួយវៀតណាមមួយអីដល់ពេលយើងមានសង្គ្រាមភ្លាមបងប្អូនសម្លឹងមើលឃើញយើងមានសង្គ្រាមភ្លាមមានអ្នកណាជួយយើងទេអត់មានទេគេបែកខ្នងដាក់យើងគេធ្វើពង្រឿយកន្តើយយើងបែរទៅជាតំណាក់តំណងជាមួយប្រទេសសេរីប្រទេសអាមេរិកហ្នឹងយើងដឹងតើអ្នកណាដែលជាមិត្តពិតប្រាកដរបស់យើងមានតែប្រទេសសេរីទេគេជួយយើងដើម្បីយើងធ្វើអំពើល្អធ្វើត្រូវធ្វើគ្រប់សិទ្ធិមនុស្សអីហ្នឹងគ្រប់បែបសពយ៉ាងហ្នឹងហើយពួកយើងនៅក្រៅប្រទេសក៏ដូចគ្នាយើងសពថ្ងៃយើងមិនប្រឆាំងជាមួយរដ្ឋាភិបាលស្រុកខ្មែរឬមួយថាកាន់ជើងជាមួយគណៈបកប្រឆាំងអត់ទេយើងដើរចំកណ្ដាលយើងដើរតួនាទីជា neutral ជានៅឯករាជ្យកណ្ដាលយើងខាងណាធ្វើត្រូវយើងខំត្រូវខាងហ្នឹងអាហ្នឹងចំពោះចិត្តគំនិតរបស់ខ្ញុំមិនមែនថាអ្នកណាឯងធ្វើខុសហើយយើងចេះតែទៅជាមួយមិនមែនទេយើងទៅមិនបានទេពីព្រោះអង្គការរបស់ខ្ញុំនៅក្រៅប្រទេសហ្នឹងគឺសមាគមខ្មែរនៅក្រៅប្រទេសហ្នឹងគឺមានគោរពច្បាប់ដែលអង្គការរដ្ឋាភិបាលអាមេរិកហ្នឹងគេឲ្យច្បាប់យើងត្រឹមត្រូវណា 51C3 certify មិនមែនទៅធម្មតាទេគឺយើងមានការទទួលស្គាល់ពីរដ្ឋាភិបាលអាមេរិកនេះត្រឹមត្រូវណាស់អាគ្រឿងអង្គការរបស់យើងធ្វើសពថ្ងៃហ្នឹងយើងមិនមែនទៅធ្វើតែប្រទេសតែបដាចូលប៉ាក់នេះប៉ាក់នោះធ្វើឲ្យរលាយអង្គការរបស់យើងទេពីព្រោះយើងជួយគឺយើងជួយដោយយុទ្ធធម៌ត្រឹមត្រូវរបស់ជាតិទីបំផុតយើងមិនជួយមនុស្សខូចយើងមិនជួយមនុស្សធ្វើប្រទេសផ្ដាស់បានទេយើងជួយដើម្បីផលប្រយោជន៍រួមមនុស្សជាតិរួមកន្លែងណាខ្វះខាតកន្លែងណាវេទនាយើងទៅជួយទៅវាអត់ខុសទេប៉ុន្តែយើងកុំជួយក្រុមណាដែលធ្វើអំពើមួយដែលមិនត្រឹមត្រូវឬមួយថារំលោភសិទ្ធិមនុស្សអីមិនចេះចោះយើងមិនអាចជួយបានទេពីព្រោះអង្គការរបស់ខ្ញុំគឺធ្វើ neutral គឺឯករាជ្យមិនលំអៀងទៅប៉ះពួកខាងណាទាំងអស់ហើយយើងធ្វើហ្នឹងយើងធ្វើដើម្បីផលប្រយោជន៍ជាតិខ្មែរតែមួយហើយអ្នកណាក៏ចូលរួមជាមួយពួកយើងបានដែរគណៈបកប្រជាជនក៏ចូលបានគណៈបកប្រឆាំងក៏ចូលបានយើងមិនមែនថាប្រកាន់ប៉ះពួកអីទេយើងបាននិយាយមកអញ្ចឹងយើងឈប់យើងកាត់ប្រវត្តិដែលអាក្រក់ចូលអស់យើងមិនប្រកាន់ប៉ះពួកខ្មែរប៉ះនេះប៉ះនោះយើងណាក់ឲ្យតែខ្មែរចូលរួមខ្ញុំស្វាគមន៍ខ្ញុំ welcome ជានិច្ចហើយនេះខ្ញុំសូមអរគុណដែលពាក្យផ្ដាំផ្ញើទៅរដ្ឋាភិបាលខ្មែរជាពិសេសជាលោកហ៊ុនម៉ាណែតដែលជារដ្ឋមន្ត្រីដឹកនាំប្រទេសខ្មែរយើងសប្តាហ៍នេះជួលោកជួយអូនរំតូននេះថាសម្រាលនៅសេចក្តីដែលថាគុកចង្វាក់របស់បងប្អូនខ្មែរចាប់គុកនឹងធ្វើម៉េចឲ្យដោះលែងពួកគាត់ឲ្យបានហ្នឹងហើយដើម្បីយើងពង្រួមជាតិយើងសាមគ្គីគ្នាដើម្បីឲ្យប្រទេសដទៃគេស្រឡាញ់មើលយើងជាខ្មែរមួយដែលមានទឹកចិត្តល្អដែលយើងចេះពង្រួមជាតិសាសនាជាតិអាហ្នឹងហើយដែលគេចង់ជួយយើងដែលយើងចេះថាចាប់គ្នាយើងដាក់គុកដោយសារតែរឿងនយោបាយកប៉ិកកប៉ុកខុសទិញទួចទៅយើងប្រឆាំងយើងចាប់គ្នាយើងមិនដាក់អញ្ចឹងវាអត់សមយើងមើលទៅវាអត់សមយើងនេះវាខុសវិន័យវាខុសច្បាប់សិទ្ធិមនុស្សអន្តរជាតិហ្នឹងវាខុសតែអញ្ចឹងខ្ញុំសូមសំណូមពរខ្ញុំនិយាយហ្នឹងមិនមែនតែនិយាយសុំអីទេប៉ុន្តែយើងធ្វើអ្វីឲ្យត្រូវយើងធ្វើចុះបងប្អូនយើងទាំងអស់គ្នាយើងយល់ហើយការដែលយើងជាប់គុកជាប់ចង្វាក់ហ្នឹងមិនមែនស្រួលទេលោកអើយយើងស្ទើរមានម្ដាយឪពុកបងប្អូនដូចតែគ្នាគេក៏ចង់វិលត្រឡប់មកជួបបងប្អូនកូនចៅប្រពន្ធរបស់គេដូចតែគ្នាហ្នឹងហើយការជាប់គុកហ្នឹងវាធ្វើឲ្យយើងអាម៉ាស់មុខណាទីមួយយើងមិនដឹងថាយើងខុសឬត្រូវអីហើយយើងចេះតែជាប់គុកមិនដឹងថារឿងរ៉ាវនោះវាកើតមកពីណាយើងអត់ដឹងយកការនិយាយស្ដីខុសបន្តិចបន្តួចយើងមកខាងចេះតែប្រកាន់គ្នាទៅវិញទៅមកដល់អញ្ចឹងសូមអរគុណហើយឥឡូវហ្នឹងបញ្ចប់ត្រឹមហ្នឹងចុះហើយដល់លោកការអុយ Randy បញ្ចប់សេចក្តីទៅឥឡូវយើងដល់ម៉ោងដល់ពេលវេលាដែរហើយ
បាទលោក អរគុណ Randy បាទអរគុណ ជាចុងក្រោយមានអ្វីចង់បន្ថែមជាពិសេសពាក់ព័ន្ធទៅនឹងដំណោះស្រាយកម្ពុជាថៃមកទល់ពេលនេះគេនៅមិនទាន់ដោះលែងទាហានខ្មែរយើងនៅឡើយទេហើយរួមទាំងឱកាសថ្មីដែលកម្ពុជានិងអាមេរិកកំពុងតែព្រមព្រៀងគ្នាទៅលើចំណុចជាច្រើនដែលមកទល់ពេលនេះគឺមានការនឹងអាមេរិកនឹងលក់អាវុធឲ្យកម្ពុជាវិញដោយសារតែបានលើកនៅរនាំងក្នុងការរារាំងមិនឲ្យលក់អាវុធកាលពីរដ្ឋការរបស់លោក Biden ការមួយទៀតគឺជំរុញឲ្យកូនខ្មែរមករៀននៅអាមេរិកទី2គឺមានការធ្វើសមយុទ្ធជាមួយនឹងកម្ពុជាឡើងវិញរួមទាំងការមិនយកពន្ធទៅលើវិស័យមួយចំនួនរបស់ខ្មែរជាពិសេសលើផលិតផលកសិកម្មអីខ្លះផងបាទទៅលើបញ្ហានេះដោយសារតែខ្មែរបានតែងតាំងលោក Donald Trump ជាបេក្ខជននៃ GDP នៅបែបសន្តិភាពផងបាទចំណុចនេះតើសម្រាប់លោក Randy មុតដែលជាប្រធានសមាគមធនធានអង្គរហ្នឹងមានអ្វីចង់ផ្ដាំហើយមានអ្វីចង់បន្ថែមបាទជាចុងក្រោយសូមជឿបាទសូមអរគុណបាទចឹងចុងបញ្ចប់ខ្ញុំគិតថាចង់អរគុណក្រុមបងវិធីចូលជាមួយ Michael ជាមួយ Gary ដែលខំប្រឹងប្រែងដូចថា spread awareness ពីរឿង conflict របស់យើងនឹងបាទអរគុណគាត់ច្រើនហើយទៅពីរឿងចំណុចតើលោកលើកមកហ្នឹងខ្ញុំឯកភាពប៉ុន្តែរឿងលក់អាវុធទៅខ្មែរនឹងព្រឹសបលទីបាទខ្ញុំមកដឹងថាអនាគតទៅយ៉ាងណាទេពីរឿងចំណុចនេះបាទប៉ុន្តែជារឿងtrade ពីរឿងបដោះបដាលក្មេងៗឲ្យរៀនសូត្រភាសាអង់គ្លេសឡើងអានឹងជាអនាគតភ្លឺថ្លាបាទកន្លែងណាដែលយើងអាចជៀសវាងសង្គ្រាមបានយើងជៀសវាងបាទព្រោះពីរឿងរដ្ឋាភិបាលយើងខ្ញុំអត់មានអីsuggest ឬអីគាត់ទេព្រោះខ្ញុំដឹងតែគាត់ធ្វើការអស់សមត្ថភាពហើយបាទទោះបីតែខ្ញុំអញ្ចឹងគ្រប់គ្រងសមាគមតូចតាចក៏មានការបបាក់ជិះក្បាល5ថ្ងៃដែរបាទដូចខ្ញុំដូចថារៀបចំ meet and greet ជាមួយ Congressman Richard McCormick ក៏វត្តលាដែរបាទខ្ញុំម្នាក់ឯង call បាទនៅក្នុងដូចថាយើងមាន link បញ្ជីមួយចំនួនណាបងប្អូននៅ district ហ្នឹងយើង call អញ្ជើញគាត់ដើម្បីមកចូលរួម meet and greet dinner ដើម្បីយើងធ្វើម្ហូបខ្មែរបង្ហាញពីវប្បធម៌វប្បធម៌ខ្មែរយើងនៅក្នុង Georgia ខំអញ្ជើញគាត់ទៅបងចូលរួមមកញ៉ាំមហាសាមគ្គីបាទជាមួយ Congressman យើងហ្នឹងសំណួរទី1គឺសួរថា what party is he in គណៈបកអីគេ Republican អត់ចូលរួមខ្ញុំ Democrat ខ្ញុំថាអានោះមិនមែនរឿងហ្នឹងទេចូលរួមហើយទៅអត់មានជា fundraising អត់មានអីទេដើម្បីយើង meet and greet ដើម្បីយើងផ្ដោតការសន្ទនាបាទគាត់រៀបចំកម្មវិធីហ្នឹងពិបាកមហាពិបាកបាទមូលហេតុដែលតែខ្ញុំចេះតែព្យាយាមចង់រៀបចំហ្នឹងយើងដូចលោកបានលើកមកជាងយើងនៅខ្មែរខាងស្រុកហ្នឹងយើងធ្វើអីខ្លះធ្វើអីបាននេះជាអ្វីដែលយើងធ្វើបានក្រៅពីស្រែកដូចថាជេរតាម Facebook អានឹងខ្ញុំអត់គ្រប់គ្រងរឿងនោះទេខ្ញុំគ្រប់គ្រងអ្វីដែលយើងធ្វើបានតាមច្បាប់តាមគេហៅ legal process ដូចឧបមា civil rights ចឹងមិនមែនស្រួលណាមិនសមស្រួលណាដូច voting women voting ចឹងសិបបាស្ទើរឆ្លងកាត់តាមអ្វីដែលខ្ញុំចង់ធ្វើហ្នឹងអ្នកដែលមានឥទ្ធិពលអ្នករៀបចំច្បាប់សភាយើងអញ្ចឹងម្ដងហើយម្ដងទៀតថាទោះបីតែសុខខ្មែរមានសន្តិភាពទៅដែររឿងការយើងនៅខាងស្រុកនេះអ្វីដែលយើងត្រូវធ្វើយើងត្រូវចូលរួមអ្នកខ្លះណានយោបាយគេចូលរួមទេប៉ុន្តែយើងជុំវិញយើងសិតតែនយោបាយអញ្ចឹងណាប៉ុន្តែមិនមែនថាយើងទៅដូចថាបន្លងឬលើកពើណាយើងចូលរួមដើម្បីថាគេជាតំណាងយើងនៅសកាត់គេនៅភូមិគេនៅអូគេអញ្ចឹងយើងត្រូវមានការទំនាក់ទំនងទោះបីថាយើងចង់បានអីក៏ដោយទៅខ្មែរយើងស្នើសុំតាមគាត់បានព្រោះយើង directly យើងធ្វើមិនកើតដូចខ្ញុំបានជម្រាបចឹងជារាសាមញ្ញដូចបងវិធីនិយាយចឹងរឿងអត់សាមគ្គីក្នុងឈាមយើងដល់ពេលណាដែលយើងលៀងឈាមនឹងចេញដល់ពេលណាដែលយើងអស់កម្មបាទព្រោះនេះជាកម្ពុជាបាទអញ្ចឹងអ្វីដែលយើងធ្វើបានយើងគួរធ្វើដូចសពថ្ងៃចឹងយើងចាតាមដានមើលថាពេលណាបន្ថយគេប្រឡែង POW ហ្នឹងអញ្ចឹងដូចបងវិធីនិយាយចឹងគេមានគេរកវិធីណាគេមិនមែនចប់ត្រឹមហ្នឹងឯគេនឹងអូកាឡាដឹងមូលហេតុដឹងអីខ្ញុំមិនដឹងទេស៊ី100ប៉ុន្តែទោះបីយ៉ាងណាក៏ដោយខ្មែរក្នុងស្រុកត្រូវធ្វើការដូចថាណាត់ជួប meet and greet ជាមួយតំណាងរាស្ត្រយើង
បាទនេះជាក្រៅសេចក្តីសង្ឃឹមបាទដូចថាបងវិធីក៏ទៅសេបត់ល្អហើយប៉ុន្តែខ្ញុំចង់ពីវិនិច្ឆ័យបងប្អូនណាដូចថាចង់ជួយជាតិបាទរៀបចំអានឹងមកបាទខ្ញុំវាពិបាកមែនមកវាអត់ស្រួលដូចយើងអ៊ីមែលគេអានឹងផុយហ្នឹងបាទប៉ុន្តែយើងចង់ជួបផ្ទាល់នេះដើម្បីឲ្យគាត់នឹងឃើញមុខមាត់របស់ខ្មែរនៅ district គាត់នេះខ្លះណាអានោះសំខាន់បាទសង្ឃឹមថាគាត់ដេកគេងទៅសម័យឃើញយើងឲ្យគាត់នឹងអាណិតយើងបាទព្រៃពាក្យខ្មែរបាននិយាយថាអាណិតស្អិតជាងស្រឡាញ់មិនអញ្ចឹងហ៎ជាងសង្ឃឹមថាគាត់នឹងអាណិតយើងអាសូរយើងណាទោះបីព្រោះអីសុខខ្មែរយើងជាតូចតាចបាទប្រៀបធៀបជាមួយប្រទេសជិតខាងបាទអញ្ចឹងយើងគ្មានអីក្រៅពីឲ្យគាត់អាណិតដើម្បីគាត់ធ្វើការជូនយើងបាទ protect our interest បាទប្រយោជន៍ខ្មែរផងបាទនេះជាអ្វីដែលខ្ញុំចង់ធ្វើដូចខ្ញុំថាជាមិនមែនត្រឹមតែបញ្ហានៅក្នុងស្រុកខ្មែរពីក្នុងវាថា locally ដែរបាទយើងត្រូវការទំនាក់ទំនងរបស់ស្ថាប័នបាទព្រោះដូចខ្ញុំមកជម្រាបចឹងយើងក៏មិនបោះបង់ចោលការសន្និដ្ឋានសំខាន់ណាស់ដើម្បីយើងធ្វើការតទៀតបាទមិនមែនធ្វើមួយថ្ងៃចប់ទេដោយលោកវិធីបាននិយាយចឹងក៏នឹងសញ្ញាភាសាគ្រីនឹងចប់ត្រឹមហ្នឹងឯងបាទនៅការតាមអនាគតទៀតយើងមើលអត់ឃើញយើងគិតមិនដូចទេវតាគិតអញ្ចឹងចង់បញ្ចប់ខ្ញុំថាពីវិធីបងប្អូនអស់នោះថាមានបបផ្សោតខាងដូចថាតំណែងជាមួយ Congressman ដែល meet and greet ទល់មុខអញ្ជើញគាត់មកឥឡូវនេះខ្ញុំមិនដឹងថា Congress ផ្សេងទៀតនឹងគិតមិនទេប៉ុន្តែចំពោះ Richard McCormick office គាត់ថាលើកលែងថា government resume មកគាត់ចេញមកធ្វើការដូចថាទូនាទីគាត់ណាប៉ុន្តែឥឡូវនេះគាត់ស្នើសុំដូចថាអត់ចេញមុខគេមកពី government shutdown អញ្ចឹងវាវិនិច្ឆ័យបងប្អូនខ្មែរយើងគ្រប់រដ្ឋមកគ្រប់ទីតាំងបើអាចមករៀបចំ meet and greet មកបាទអត់ខាតអីទេហើយទៅបើសិនតែយើងបានធ្វើអានឹងគ្រប់រដ្ឋខ្ញុំជឿថាមួយរដ្ឋមួយមានតំណាងរាស្ត្រពី3នាក់ដល់និយាយថាជា represent របស់ interest របស់ខ្មែរយើងបាទអានេះដើម្បីដែលយើងធ្វើតែអត់ចំណាយលុយច្រើនប៉ុន្តែអាចមានសក្តានុពលនិងមានប្រសិទ្ធភាពនេះជាអ្វីដែលជឿជាក់បាទសូមអរគុណច្រើនលោក Randy Mode ហើយនិងលោក Kimothy បាទដែលបានចំណាយពេលជាមួយសារព័ត៌មាន The Cambodia Daily នៅក្នុងរាត្រីនេះហើយយើងសង្ឃឹមថាជួបលោកទាំងពីរនៅក្នុងប្រធានបទផ្សេងៗបាទលោកវិធីមានអ្វីចង់បញ្ចប់សូមបន្ថែមបន្តិចទេប្រហែល1មីនិតទេខ្ញុំគ្រាន់តែចង់សម្ដែងនៅសេចក្តីអំណរអគុណដល់លោកតាំងសារដាលោកថេសិហាលោកថេចតារានៅសមាគមនៅខាង North Carolina ជាអ្នកផ្ដើមគំនិតដែលយើងចលនាយើងធ្វើកន្លង 3ខែកន្លងហើយហ្នឹងពួកគាត់ជាអ្នកតួនាទីមួយដ៏សំខាន់សម្រាប់ខ្ញុំអត់បានផ្ដើមគំនិតអីទេបាទគ្រាន់តែទៅជួយផ្សាយព័ត៌មានយកព័ត៌មានឲ្យតែបាទអាហ្នឹងជាអ្វីដែលចង់បានវិញជើងយើងថាឥឡូវហ្នឹងបើមិនមានព័ត៌មានក៏អ្នកដទៃគេមិនដឹងដែរប៉ុន្តែបងចង់និយាយថាបងសម្ដែងនៅសេចក្តីអរគុណនិងដឹងគុណជ្រាលជ្រៅចំពោះបងប្អូនយើងនៅខាង North ហ្នឹងដូចថាលោកសីហាអីហ្នឹងគាត់ជាតំណាងប្រធាននៅខាងនោះគាត់ដើម្បីជំរុញមកឲ្យបងនៅខាងនេះធ្វើកិច្ចការហ្នឹងនៅវត្តព្រះអង្គធំហ្នឹងបានជោគជ័យដល់ហើយទៅយើងកាលដែលពេលយើងធ្វើយើងអត់សង្ឃឹមថាយើងបានជោគជ័យទេប៉ុន្តែដល់ពេលលទ្ធផលចេញមកយើងបានជោគជ័យដោយសារថាលោក Randy បាននិយាយមកអញ្ចឹងយើងជាអ្នកតូចតែកប៉ែកកំប៉ុងកំប៉ុងទេពីព្រោះយើងឃោសនាយើងសូមអំពាវនាវដល់ Donald Trump ហ្នឹងតាមការពិតហ្នឹងគាត់ចាប់ចំណាប់អារម្មណ៍មកលើយើងអញ្ចឹងយើងអ្នកតូចតាចប៉ុន្តែយើងធ្វើឲ្យគេអាណិតដល់គេអាណិតគេជួយឲ្យយើងទាំងអស់គ្នាមិនមែនថាយើងនឹងអ្នកនៅក្រៅប្រទេសនេះធ្វើបានជោគជ័យគឺខ្ញុំសូមសម្ដែងនៅអរគុណដល់បងប្អូនយុវជនខ្មែរនៅស្រុកខ្មែរសពហើយគេក៏ខំដាច់ជើងដូចតែយើងចឹងដែរហើយរដ្ឋាភិបាលក៏ជួយជុំជ្រែងដែរមិនមែនតែយើងម្នាក់ឯងពួកយើងនៅក្រៅប្រទេសធ្វើបានជោគជ័យទេគឺយើងទាំងអស់គ្នាហើយនេះខ្ញុំសូមសម្ដែងនៅសេចក្តីអរគុណជ្រាលជ្រៅដល់បងប្អូនយើងខំជួយជាតិមាតុភូមិយើងឲ្យបានឯករាជ្យឲ្យបានសុខសប្បាយឲ្យបានមានសន្តិភាពអីខ្ញុំសប្បាយណាស់ពីព្រោះខ្ញុំចង់ទៅរស់នៅស្រុកខ្មែរវិញដល់ពេលខ្ញុំរីថៃអញ្ចឹងខ្ញុំចង់ទៅនៅស្រុកយើងវិញតែអញ្ចឹងខ្ញុំថាចង់ឲ្យមានប្រទេសសន្តិភាពអីត្រឹមត្រូវទៅយើងទៅសប្បាយទាំងអស់គ្នានៅនោះចុះឡើងអញ្ចឹងឥឡូវហ្នឹងមានតែប៉ុណ្្នឹងហើយយើងក៏សូមសម្ដែងនៅសេចក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិមិត្តបងប្អូនដែលបានទស្សនានឹងបានតាមដានដែលយើងបានពិភាក្សាជាមួយគ្នាជាមួយបង Randy និងតាំងសារដាហេតុនេះសូមជូនពរឲ្យបងប្អូនយើងទាំង
អស់គ្នានឹងបដិជគុណទាំងអស់អង្គបានមានសុខភាពល្អហើយបច្ចុប្បន្នយឺនយូររកស៊ីមានបានទាំងអស់គ្នានឹងហើយសង្ឃឹមថានឹងជួបគ្នាថ្ងៃក្រោយទៀតដែលយើងមានពិធីណាមួយទៀតដែលយើងអាចនឹងចូលរួមសាជាថ្មីម្ដងទៀតហើយនឹងសូមអញ្ជើញលោកប្អូន Randy ចូលរួមដែរពីព្រោះមុនដំបូងលោក Randy ថាជាលើកទី1មានការភ័យខ្លាចប៉ុន្តែការនិយាយស្ដីរបស់លោកមានការប្រសើរជាងបងពីព្រោះបងរស់នៅកម្ពុជាក្រមជួនកាលតែបងនិយាយខ្មែរមិនសូវច្បាស់ហើយនេះសូមអធិស្ឋានប៉ុន្តែអ្វីដែលបងធ្វើបានបងធ្វើប៉ុន្តែការនិយាយស្ដីរបស់ប្អូនមានការច្បាស់លាស់ច្រើនហើយត្រឹមត្រូវហើយគោលមាគ៌ារបស់ប្អូនបងសូមគោរពដោយសារតែប្អូនធ្វើបានជោគជ័យក្នុងជីវិតហេតុនេះយើងសូមគ្រប់គ្រងជានិច្ចរឿងអ្វីៗគ្រប់យ៉ាងសូមអរគុណលោកតាំងសារ៉ាសូមអរគុណលោក Randy បាទសូមអរគុណច្រើនលោកទាំងពីររូបដែលបានចំណាយពេលជាមួយនឹងសារព័ត៌មាន The Cambodia Daily ហើយសង្ឃឹមថាជួបលោកទាំងពីររូបនៅក្នុងប្រធានបទផ្សេងៗនៅពេលក្រោយទៀតហើយយើងនៅបន្តតាមដានរឿងសង្គមជាតិក៏ដូចជារឿងការរកស៊ីរឿង business អីជាដើមហ្នឹងលោក Randy មុតបាទយើងនឹងបន្តពិភាក្សាព្រោះថាខ្ញុំចង់ឲ្យមានវេទិកាមួយដែលនិយាយអំពីការរកស៊ីរបស់យុវជនវ័យក្មេងរបស់ខ្មែរយើងនៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាពលរដ្ឋខ្មែរដែលរស់នៅទីនេះប្រកបរបររកស៊ីអីទទួលទានអីចឹងទៅថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យខ្មែរយើងនឹងមានជីវភាពរីកចម្រើនមិនបាច់ថាដូចអរិយប្រទេសអីផ្សេងៗឲ្យដូចតែជនជាតិថៃហើយជនជាតិវៀតណាមដែលនៅក្នុងសហរដ្ឋអាមេរិកនឹងទៅបាទតើយើងត្រូវធ្វើម៉េចដើម្បីយើងរៀនពីគេបាទរៀនពីគេហើយតើយើងត្រូវធ្វើម៉េចដើម្បីអភិវឌ្ឍសហគមន៍ខ្មែរយើងនឹងឲ្យបានរីកចម្រើនដូចគេដែរបាទនៅពេលនេះបាទខ្ញុំតាំងសារ៉ាដាបាទសូមអរគុណច្រើនលោកទាំងពីររូបហើយសង្ឃឹមជួបគ្នានៅក្នុងពេលក្រោយទៀតបាទសូមអរគុណបាទអរគុណច្រើនលោកអ្នកនាងដែលតាមដានទស្សនានៅកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily នៅក្នុងរាត្រីនេះហើយយើងសង្ឃឹមថាជួបលោកអ្នកនាងនៅក្នុងសប្តាហ៍ក្រោយទៀតបាទពេលនេះខ្ញុំបាទតាំងសារ៉ាដាបាទសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី